You're listening to Radio Free Asia. The following program is in Khmer. នេះជាកម្មវិធីផ្សាយ Vuthu Azizi Serai នេះជាកម្មវិធីផ្សាយរបស់ Vuthu Azizi Serai ជាភាសាខ្មែរ Vuthu Azizi Serai សូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកបាទពីទីក្រុង Melbourne ប្រទេសអូស្ត្រាលីខ្ញុំបាទថាថៃសូមជម្រាបសួរលោកអ្នកនាងកញ្ញាទាំងអស់ដែលកំពុងតាមដានការផ្សាយរបស់ Vuthu Azizi Serai នៅរាត្រីនេះយើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់យប់ថ្ងៃពុធ12រោចខែបោះឆ្នាំខាលចត្វាស័កពុទ្ធសករាជ2566ត្រូវនឹងថ្ងៃទី18ខែមករាគ្រិស្តសករាជ2023បាទជាដំបូងនេះសូមស្ដាប់មេតិការព័ត៌មានប្រចាំថ្ងៃដែលមានមេតិការដូចតទៅមេធាវីរៀបចំបណ្ដឹងប្រឆាំងនឹងការចាប់ខ្លួនលោកថាច់សិដ្ឋាលោកទាបាញ់ប្រើប្រាស់ធនធានក្រសួងឃោសនារកសម្លេងឆ្នោតឲ្យគណៈបកកណ្ដាលអំណាចមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មម្នាក់ទៀតជាប់ពាក់ព័ន្ធនឹងការជួញដូរសត្វស្វាក្តាមខុសច្បាប់លោកកឹមសុខថាលោកគ្មានលុយសងលោកហ៊ុនសែនតាមការសម្រេចរបស់តុលាការទេរួមនឹងព័ត៌មានសំខាន់មួយចំនួនទៀតបាទលោកនាងជាទីមេត្រីជាបន្តទៅនេះខ្ញុំបាទថាថៃសូមជូនព័ត៌មានពិស្ដារដូចតទៅបាទព័ត៌មានជាដំបូងនេះគឺយើងនៅតែបន្តតាមដានករណីចាប់ខ្លួនរបស់ថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិមួយរូបគឺលោកថាច់សិដ្ឋាបាទនៅថ្ងៃនេះមេធាវីការពារក្តីឲ្យអនុប្រធានគណៈបកភ្លើងទៀនលោកថាច់សិដ្ឋាកំពុងរៀបចំបណ្ដឹងទៅសាលាឧទ្ធរប្រឆាំងនឹងការឃុំខ្លួនលោកថាច់សិដ្ឋាដែលតុលាការក្រុងភ្នំពេញបានឃុំខ្លួនលោកកាលពីប្រមាណថ្ងៃមុននេះមន្ត្រីសង្គមស៊ីវិលរិះគន់ថាចំណាត់ការរបស់តុលាការក្រុងភ្នំពេញដែលឃុំខ្លួនលោកថាច់សិដ្ឋានៅពេលនេះគឺជាការធ្វើទុកបុកម្នេញផ្នែកនយោបាយបាទលោកសេចបណ្ឌិតរាយការណ៍ព័ត៌មាននេះមេធាវីមានពេលវេលាមួយសប្តាហ៍ដើម្បីប្តឹងទៅសាលាឧទ្ធរទាមទារឲ្យមានការដោះលែងមន្ត្រីជាន់ខ្ពស់គណៈបកភ្លើងទៀនលោកថៃសិដ្ឋាដើម្បីអាចនៅក្រៅឃុំឡើងវិញមេធាវីការពារក្តីលោកថៃសិដ្ឋាគឺលោកជួងជងីឲ្យវិទ្យុអស៊ីសេរីដឹងនៅថ្ងៃទី18មករាថាលោកបានសារសុំថតសំណុំរឿងនេះពីតុលាការដើម្បីប្រើប្រាស់នៅក្នុងការដាក់ពាក្យប្តឹងឧទ្ធរប្រឆាំងនឹងការឃុំខ្លួនសមាជិកប្រជាសំអាងទៅចាប់ខ្លួនគាត់មកហ្នឹងចង់ឲ្យទៅអាស័យដ្ឋានដែលអាយដាមថៃសិដ្ឋាអត់រស់នៅទីនោះគាត់ថាអាស័យដ្ឋាននោះគាត់ឈប់រស់នៅយូរហើយអញ្ចឹងអ្វីដែលខ្ញុំចាប់អារម្មណ៍ថាចុះបើចេញដីកាកោះអត់ទៅដល់អាស័យដ្ឋានដែលគាត់នៅពិតប្រាកដផងមិនដេញក៏អាចទទួលបានហើយប៉ូលីសរកអត់ឃើញដល់ពេលចេញដីកានាំខ្លួនរកឃើញភ្លាមតែលឿនតែរឿងនេះយ៉ាងអ្វីដែលខ្ញុំចាប់អារម្មណ៍អញ្ចឹងបាទលោកមេធាវីជួងជងីថាលោកមិនទាន់បានដឹងលម្អិតពីដំណើររឿងនៃកូនក្តីរបស់លោកនៅឡើយទេព្រោះពេលនេះអ្វីដែលលោកត្រូវដោះស្រាយបន្ទាន់គឺប្តឹងទាមទារឲ្យតុលាការដោះលែងលោកថៃសិដ្ឋានិងការពិនិត្យមើលភាពមិនប្រក្រតីលើសាច់ស្អុយទាំង5សន្លឹកដែលតុលាការយកមកដាក់បន្ទុកលើលោកថៃសិដ្ឋាសមត្ថកិច្ចចាប់ខ្លួនលោកថៃសិដ្ឋាកាលពីថ្ងៃទី16មករាដោយចោទប្រកាន់ថាមន្ត្រីជាន់ខ្ពស់គណៈបកភ្លើងទៀនរូបនេះមិនបានចូលបំភ្លឺតាមដីកាកោះហៅរបស់តុលាការចំនួន2លើកកាលពីឆ្នាំ2021ពាក់ព័ន្ធនឹងរឿងចេញផ្សាយតែគ្មានទឹកប្រាក់ទោះបីយ៉ាងណាលោកមេធាវីជួងជងីឲ្យដឹងទៀតថាសំណុំរឿងនេះភាគីដើមបណ្ដឹងបានប្តឹងលោកថៃសិដ្ឋាកាលពីអំឡុងឆ្នាំ2011ម្ដងរួចមកហើយពីបទឆបោកតែត្រូវបានតុលាការច្រានចោលហើយទើបតែពេលនេះឃើញភាគីដើមបណ្ដឹងនោះចេញមុខបប្តឹងកូនក្តីរបស់លោកជាថ្មីពីករណីចេញសាយស្អុយនេះឡើងវិញលោកមេធាវីថាផ្អែកតាមច្បាប់តុលាការមិនអាចយកអង្គហេតុដដែលមកចោទប្រកាន់លើសំណុំរឿងផ្សេងគ្នានោះទេតើតើនៅរឿងនេះប្រពន្ធលោកថៃសិដ្ឋាគឺលោកស្រីថាច់សុកបូរនីបានទៅសួរសុខទុក្ខនិងបានយកថ្នាំពេទ្យទៅឲ្យលោកថៃសិដ្ឋានៅកន្លែងឃុំឃាំងអ្នកស្រីថាច់សុកបូរនីថាការចោទប្រកាន់លើប្តីរបស់លោកស្រីជារឿងនយោបាយព្រោះប្តីរបស់លោកស្រីមិនបានប្រព្រឹត្តដោយការចោទប្រកាន់នោះទេលាការគឺគាត់ចេះតែចោទប៉ុន្តែរឿងនយោបាយសុទ្ធគាត់បាននិយាយថាគេចោទគាត់មិនដឹងអីទាំងអស់កូនប្រុសរបស់លោកថៃសិដ្ឋាគឺលោកថាច់សុកកញ្ចរាបារម្ភថាគ្រួសារលោកនឹងជួបការលំបាក
ព្រោះឪពុកដែលជាជនបង្គោលក្នុងគ្រួសារកំពុងជាប់ឃុំកូនប្រុសលោកថៃសេដ្ឋាស្នើតុលាការគួរដោះលែងឪពុករបស់លោកឲ្យមានសេរីភាពឡើងវិញតាមប្រកាន់ខ្ញុំមកធ្វើដឹងដែរព្រោះឲ្យចាប់ភ្លាមហ្នឹងបានខ្ញុំដឹងព័ត៌មានដែរហ្នឹងហើយខ្ញុំគ្រួសារអត់មានដឹងថាគាត់ជាពាក់ណាគេក្រុមហ៊ុនណាអីណាក៏មិនដែរប្រាប់ផងហើយមួយទៀតក៏បារម្ភមួយទៀតគឺក្មេងៗក្នុងផ្ទះខ្ញុំទាំងអស់ហ្មងព្រោះទីពឹងលើខ្ញុំការហូបចុកអីឬគាត់ទាំងអស់គឺការមកហូបអីហ្នឹងគឺលើគាត់ទាំងអស់ហើយម៉ាក់ខ្ញុំគាត់មានរយទេក្រុមអ្នកធ្លាប់មើលនយោបាយលើកឡើងថាការចោទប្រកាន់លើលោកថៃសេដ្ឋានាពេលនេះនឹងធ្វើឲ្យមតិជាតិនិងអន្តរជាតិមើលឃើញថាករណីនេះជាការដាក់សម្ពាធឬជាការគំរាមកំហែងលើគណៈបកភ្លើងទៀនច្រើនជាងការអនុវត្តច្បាប់អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាត6លោកសង្សានករណាសង្កេតឃើញថាការចាត់វិធានការរបស់តុលាការមកលើលោកថៃសេដ្ឋាពោពេញទៅដោយចម្ងល់ជាច្រើនលោកបន្តថាបើផ្អែកតាមមេធាវីរបស់លោកថៃសេដ្ឋាលើកឡើងលើសំណុំរឿងនេះចាប់ផ្ដើមតាំងពីអំឡុងឆ្នាំ2011ប៉ុន្តែតុលាការមិនគួរអូសបន្លាយមកដល់ឆ្នាំ2019និងបន្តអូសបន្លាយរហូតមកដល់ឆ្នាំ2023នេះទេមន្ត្រីសង្គមស៊ីវិលរូបនេះក៏សម្គាល់ឃើញទៀតថាការអះអាងរបស់តុលាការពីការកោះហៅលោកថៃសេដ្ឋាចំនួន2លើកកាលពីខែកុម្ភៈនិងខែមិថុនាឆ្នាំ2021នោះហាក់មិនទំនងទេពីព្រោះកាលនោះប្រទេសកម្ពុជាផ្ទុះរាលដាលជំងឺ Covid-19 ដែលរដ្ឋាភិបាលបានប្រើវិធានការបិទគប់តំបន់មួយចំនួនធំនៅក្នុងរាជធានីភ្នំពេញនិងបណ្ដាខេត្តនានាខាងគណៈបកជំទាស់ហ្នឹងអញ្ចឹងកលៈវិស័កនេះបើសិនជាខាងគណៈបកការអំណាចក៏ដូចជាខាងតុលាការប្រើវិធានការបែបនេះកាន់តែគេមើលឃើញថាបរិយាកាសនយោបាយក្នុងការប្រកួតប្រជែងផ្នែកនយោបាយការបោះឆ្នោតនាពេលខាងមុខមកដល់ហ្នឹងគឺជាបរិយាកាសមួយដែលកាន់តែអាប់អួរទៅហើយបាទតកតទៅនឹងរឿងនេះវិទ្យុអាស៊ីសេរីនៅពុំទាន់អាចសុំការបំភ្លឺបន្ថែមពីប្រធានលេខាធិការដ្ឋានសាលាដំបងរាជធានីភ្នំពេញលោកអ៊ីរ៉ានបានទេនៅថ្ងៃទី18មករាលោកថៃសេដ្ឋាជាថ្នាក់ដឹកនាំជាន់ខ្ពស់គណៈបកភ្លើងទៀនទី1ដែលត្រូវបានចាប់ខ្លួននិងជាមេដឹកនាំគណៈបកភ្លើងទៀនទី3ដែលជាប់បណ្ដឹងនៅតុលាការនៃរដ្ឋាភិបាលលោកហ៊ុនសែនខ្ញុំបាទសេកបណ្ឌិតវិទ្យុអាស៊ីសេរីពីរដ្ឋធានីវ៉ាស៊ីនតោនបាទលោកនាងជាទីមេត្រីបើទោះបីជាថ្នាក់ដឹកនាំគណៈបកភ្លើងទៀននៅពេលនេះកំពុងទទួលរងការធ្វើទុកបុកម្នេញបែបណាក៏ដោយក្តីក៏ប៉ុន្តែគណៈបកភ្លើងទៀនបានបញ្ជាក់ជំហររបស់ខ្លួនថាគណៈបកប្រឆាំងនេះនឹងនៅតែបន្តពង្រឹងជំហរនិងការពង្រឹងរចនាសម្ព័ន្ធរបស់ខ្លួនឲ្យកាន់តែរឹងមាំថែមទៀតដដែលសម្រាប់ត្រៀមចូលរួមប្រគល់ប្រជែងការបោះឆ្នោតនាពេលខាងមុខការប្រកាសបែបនេះនៅស្របពេលដែលគណៈបកកណ្ដាលអំណាចដែលជាដៃគូប្រគល់ប្រជែងកំពុងតែធ្វើទុកបុកម្នេញគណៈបកប្រឆាំងមួយនេះបាទអ្នកវិភាគថាគណៈបកភ្លើងទៀនប្រកាន់ជំហរបែបនេះគឺជារឿងត្រឹមត្រូវបាទលោកនាងនឹងបានស្ដាប់សេចក្តីរាយការណ៍នេះពិស្ដារនៅពេលបន្តិចទៀតបាទដូចគ្នានេះដែរគឺថាស្របពេលដែលការបោះឆ្នោតកាន់តែខិតជិតមកដល់គណៈបកភ្លើងទៀនកំពុងជួបព្យុះភ្លៀងបោកបក់ដោយកាលពីគណៈបកសង្គ្រោះជាតិមុនដែររដ្ឋាភិបាលលោកហ៊ុនសែនបានប្រើប្រាស់តុលាការជាអាវុធក្នុងការដាក់ទោសទណ្ឌលើថ្នាក់ដឹកនាំគណៈបកភ្លើងទៀនរឹបអូសទ្រព្យសម្បត្តិនិងប្រមានរំលាយគណៈបកប្រឆាំងមួយនេះជាបន្តបន្ទាប់ថាតើថ្នាក់ដឹកនាំគណៈបកភ្លើងទៀននឹងបង្ខំចិត្តលាឈប់ពីការគម្រាមកំហែងនឹងលាឈប់ពីទូនាទីដោយសារតែការគម្រាមកំហែងតាមប្រព័ន្ធតុលាការដែរឬទេហើយថាតើរដ្ឋាភិបាលលោកហ៊ុនសែននឹងអាចរំលាយគណៈបកភ្លើងទៀនដែរឬទេបាទលោកនាងនៅពេលបន្តិចទៀតនេះយើងនឹងមានបទសម្ភាសន៍មួយជាមួយនឹងអ្នកវិភាគនយោបាយគឺបណ្ឌិតមាសនេះបាទសូមរងចាំទស្សនាកិច្ចសម្ភាសន៍នេះកុំបីខានសូមអរគុណបាទទន្ទឹមនឹងគណៈបកកណ្ដាលអំណាចប្រើដៃម្ខាងធ្វើទុកបុកម្នេញទៅលើគណៈបកប្រឆាំងដែលជាគូប្រកួតប្រជែងរបស់ខ្លួននោះថ្នាក់ដឹកនាំកម្ពុជារំពួររបស់គណៈបកកណ្ដាលអំណាចទំនងជាបារម្ភពីការធ្លាក់ចុះសម្លេងគាំទ្រទើបនាំគ្នាឃោសនារោគសម្លេងឆ្នោតមុនរដូវកាលបន្ទាប់ពីមេបកកណ្ដាលអំណាចលោកហ៊ុនសែនចេញមកឃោសនារោគសម្លេងឆ្នោតមុនរដូវកាលកំណត់ឥឡូវនេះដល់វេនមន្ត្រីយោធាជនខ្ពស់ប្រើប្រាស់ស្ថាប័នការពារជាតិឃោសនារោគសម្លេងគាំទ្រមុនការបោះឆ្នោតមុនកាលកំណត់ដែរមន្ត្រីសង្គមស៊ីវិលលើកឡើងថាការប្រើប្រាស់ស្ថាប័នកងទ័ពមកបំរើឲ្យគណៈបកនយោបាយណាមួយគឺជាទង្វើខុសច្បាប់និងជាការយកប្រៀបទៅដៃគូប្រកួតប្រជែងបាទអ្នកស្រីសុជីវីរាយការណ៍ព័ត៌មាននេះមិនខុសពីលោកហ៊ុនសែនឡើយរដ្ឋមន្ត្រីក្រសួងការពារជាតិលោកទាបាញ់បានប្រើប្រាស់វេទិកាសាធារណៈអំពាវនាវឲ្យប្រជាពលរដ្ឋបោះឆ្នោតឲ្យគណៈបកប្រជាជនកម្ពុជា
ដើម្បីបដូរយកសន្តិភាពដែលជាយីហោឈានមុខគេប្រចាំគណៈបកកាន់អំណាចរដ្ឋមន្ត្រីក្រសួងការពារជាតិលោកទាបាញ់ថ្លែងនៅចំពោះមុខនីតិហ៊ាននិងពលទាហានជាច្រើនក្នុងពិធីរំលឹកខួបលើកទី44នៃទិវាជ័យជំនះ7មករានៅខេត្តកោះកុងកាលពីថ្ងៃទី17ខែមករាដោយប្រើប្រាស់វេទិកានេះរំលឹកគុណគណៈបកប្រជាជនកម្ពុជាដែលបានរំដោះកម្ពុជាឲ្យរួចផុតពីរបបខ្មែរក្រហមនិងលើកសរសើរថាក្រោមការដឹកនាំរបស់លោកហ៊ុនសែនទើបកម្ពុជាមានសន្តិភាពលោកថាប្រជាពលរដ្ឋត្រូវថែរក្សាសន្តិភាពនេះតាមរយៈការបោះឆ្នោតឲ្យគណៈបកប្រជាជនកម្ពុជានៅថ្ងៃបោះឆ្នោតថ្នាក់ជាតិខែកក្កដាខាងមុខនេះងាយបំផុតតែការចូលរួមដ៏មានប្រសិទ្ធភាពបំផុតនោះគឺឡើងស្រាប់ហើយថ្ងៃ23កក្កដាខាងមុខនេះមានការបោះឆ្នោតបើយើងគឺថាសុខកាយសុខចិត្តទាំងអស់គ្នាទៅចូលរួមបោះឆ្នោតចូលគណៈបកប្រជាជននោះហើយជាការរួមចំណែកថែរក្សានៅសុខភាពរបស់យើងយ៉ាងពេញលេញណាស់កាលពីខែធ្នូឆ្នាំ2017លោកហ៊ុនសែនបានប្រកាសឲ្យកងទ័ពត្រូវតែអព្យាក្រឹតតែចំពោះមុខគណៈបកនយោបាយតែប៉ុណ្ណោះប៉ុន្តែមិនអាចអព្យាក្រឹតចំពោះរដ្ឋាភិបាលឡើយពីព្រោះកងទ័ពបង្កើតឡើងសម្រាប់ការពាររដ្ឋាភិបាលស្របច្បាប់ទោះយ៉ាងនេះក្តីក្នុងជួរកងទ័ពនាយទាហានជាន់ខ្ពស់ភាគច្រើនសុទ្ធតែមានតួនាទីនៅក្នុងជួរគណៈបកប្រជាជនកម្ពុជានិងខ្លះទៀតជាកូនចៅរបស់លោកហ៊ុនសែនរួមមានលោកហ៊ុនម៉ាណែតជាដើមទន្ទឹមគ្នានេះក្រុមនាយទាហានខ្លះទៀតដែលមានភក្តីភាពជាមួយគ្រួសារលោកហ៊ុនសែនបានធ្វើសច្ចាប្រណិធានបដូរផ្ដាច់ការពារគ្រួសារលោកហ៊ុនសែនផងដែរជុំវិញរឿងនេះអតីតតំណាងរាជគណៈបកសង្គ្រោះជាតិលោកអ៊ុំសំអានប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី18ខែមករាថាទោះបីជាគណៈបកកាន់អំណាចចាញ់ឆ្នោតក៏កម្ពុជានៅតែមានសុខសន្តិភាពដែរព្រោះគណៈបកដទៃទៀតគ្មានគ្រឿងសម្ពាវុធឬគម្រោងធ្វើសង្គ្រាមបង្កចលាចលនោះឡើយលោកបន្តថាការយកស្ថាប័ននិងថវិកាជាតិមកបម្រើឲ្យគណៈបកនយោបាយឃោសនារោគសម្លេងឆ្នោតជាទង្វើប្រឆាចពីច្បាប់រដ្ឋធម្មនុញ្ញនិងគោលការណ៍អព្យាក្រឹតលោកចាត់ទុកទង្វើរបស់លោកទាបាញ់ថាជាការយកសង្គ្រាមមកគំរាមឲ្យពលរដ្ឋបោះឆ្នោតឲ្យគណៈបកប្រជាជនកម្ពុជាកាលណាស្ថាប័នការពារជាតិលំអៀងទៅគណៈបកណាមួយឬក៏លំអៀងទៅគណៈបកប្រជាជនវាធ្វើឲ្យបរិយាកាសនៃការបោះឆ្នោតហ្នឹងមានភាពអាប់អួរអាចបំផិតបំភ័យទៅដល់ប្រជាពលរដ្ឋប្រើកងទ័ពដើម្បីបំផិតបំភ័យទៅដល់ប្រជាពលរដ្ឋឲ្យបោះឆ្នោតឲ្យគណៈបកប្រជាជនអីជាដើមដូច្នេះធ្វើឲ្យបរិយាកាសនៃការបោះឆ្នោតហ្នឹងមិនអាចប្រព្រឹត្តទៅដោយសេរីនិងយុត្តិធម៌បានទេនៅមុនការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី7ដែលនឹងចូលមកដល់នៅថ្ងៃទី23ខែកក្កដាខាងមុខមន្ត្រីនៅក្នុងស្ថាប័នជាតិព្រមទាំងលោកហ៊ុនសែនខ្លួនឯងផ្ទាល់តែងយកវេទិកាសាធារណៈនិយាយរំលឹកអំពីសន្តិភាពដែលបានមកពីកងទ័ពវៀតណាមជួយរំដោះប្រទេសកម្ពុជាពីរបបខ្មែរក្រហមនិងថ្លែងសារព្រមានថាកម្ពុជានឹងបាត់បង់សន្តិភាពឬមានសង្គ្រាមប្រសិនបើគណៈបកប្រជាជនកម្ពុជាចាញ់ឆ្នោតទន្ទឹមគ្នានឹងការគម្រាមដោយប្រើពាក្យសម្ដីហើយនៅថ្ងៃបោះឆ្នោតម្ដងក៏មានការចល័តកងទ័ពនៅក្នុងថ្ងៃបោះឆ្នោតដែរហើយព្រឹត្តិការណ៍នេះបានដាស់ស្មារតីប្រជាពលរដ្ឋឲ្យនឹកដល់ពាក្យគម្រាមពីសង្គ្រាមនេះវិទ្យុអាស៊ីសេរីនៅមិនទាន់អាចតាក់ទងแนะនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោកហងពុធានិងแนะនាំពាក្យក្រសួងការពារជាតិលោកឈុំសុជាតិដើម្បីសុំការអធិប្បាយពីបញ្ហានេះបានទេនៅថ្ងៃទី18ខែមករាជុំវិញរឿងនេះនាយកប្រតិបត្តិអង្គការ Netflix លោកសំគុណធីមីមានប្រសាសន៍ថាការជ្រៀតជ្រែកចូលទៅក្នុងកិច្ចការឃោសនាការបោះឆ្នោតរបស់មន្ត្រីជាន់ខ្ពស់មកពីស្ថាប័នការពារជាតិជាការយកប្រៀបនិងកេងចំណេញលើគូប្រកួតលោកបន្តថាស្ថាប័នការពារជាតិគួររក្សាគោលជំហរអព្យាក្រឹតនិងគោរពតាមរដ្ឋធម្មនុញ្ញដើម្បីឲ្យការបោះឆ្នោតថ្នាក់ជាតិខាងមុខប្រកបដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ច្បាប់មានណាបាទសូម្បីតែសម្ដេចស្លាហោសតេអីក៏បានពីវាដែរធ្វើមិនឲ្យទៅតាមច្បាប់ទាំងមន្ត្រីរាជការស៊ីវិលអីក៏ដោយណាបើសិនជាលោកចង់ទៅចូលរួមឃោសនាជួយនយោបាយតែយើងសុំច្បាប់ជួពីមន្ត្រីរាជការហ្នឹងច្បាប់ទៅតម្លៃអញ្ចឹងបាទក៏ជបបានកំណត់យកថ្ងៃអាទិត្យទី23ខែកក្កដាឆ្នាំ2023នេះជាកាលបរិច្ឆេទបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់នីតិកាលទី7ក្នុងមាត្រា10នៃច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរៈភូមិន្ទចែងថាយោធាម្នាក់អាចមានគំនិតនិងជំនឿដែលមានលក្ខណៈជាទស្សនវិជ្ជាឬនយោបាយផ្ទាល់ខ្លួនបានប៉ុន្តែពុំអាចសម្ដែងជាសាធារណៈបានឡើយទោះជាបែបនេះក្តីកន្លងមករដ្ឋមន្ត្រីក្រសួងការពារជាតិលោកទាបាញ់
តែងតែចេញមុខការពារនិងឃោសនាឲ្យគណៈបកកណ្ដាលអំណាចនៅមុនការបោះឆ្នោតម្ដងជាឧទាហរណ៍កាលពីឆ្នាំ2017ក្នុងការបោះឆ្នោតឃុំសង្កាត់លោកទាបាញ់បានព្រមានប្រើអំពើហិង្សាការបង្ហូរឈាមនិងវាយបំបែកធ្មេញចំពោះអ្នកតវ៉ាប្រឆាំងលទ្ធផលនៃការបោះឆ្នោតនាងខ្ញុំសុជីវីវិទ្យុអាស៊ីសេរីពីរដ្ឋធានី Washington បាទលោកនាងជាទីមេត្រីអ្នកវិភាគនយោបាយលោកគុំសក្តាកំពុងភៀសខ្លួននៅឯប្រទេសហ្វាំងឡង់លើកឡើងថាលោកគ្មានលុយសងទៅលោកហ៊ុនសែននោះទេហើយលោកក៏មិនដែលទទួលយកការកាត់ទោសដល់អយុត្តិធម៌របស់តុលាការកម្ពុជាម្ដងណាដែរលោកគឹមសុខអះអាងថាលោកនឹងនៅតែបន្តចូលរួមជាមួយនឹងអ្នកប្រជាធិបតេយ្យនិងបន្តផ្ដល់មតិយោបល់ស្របតាមច្បាប់ដើម្បីស្ដារប្រជាធិបតេយ្យនៅកម្ពុជាដោយមិនខ្វល់ចំពោះការគំរាមកំហែងនិងការប្តឹងទារសំណងពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនឡើយករណីរបស់ខ្ញុំនេះវាលែងទៅជារឿងដោយឡែកទៅហើយវាជារឿងប្រទេសជាតិទាំងមូលក្នុងស្ថានភាពបច្ចុប្បន្នណាមិនមែនតែខ្ញុំទេសកម្មជនសង្គមសកម្មជននយោបាយអ្នកនយោបាយប្រជាពលរដ្ឋជាទូទៅដែលគណៈបកប្រជាជនមើលឃើញថាហ៊ានធ្វើសកម្មភាពដើម្បីតតាំងរកយុត្តិធម៌ពីការដឹកនាំមិនត្រឹមត្រូវរបស់រដ្ឋាភិបាលលោកហ៊ុនសែនហ្នឹងគឺគេប្រើប្រព័ន្ធតុលាការដើម្បីគំរាមកំហែងតែម្ដងលើរឿងពីរយ៉ាងទី1គំរាមអសន្តិសុខដោយប្រើប្រព័ន្ធតុលាការហើយនឹងទី2គឺគៀបសង្កត់លើហិរញ្ញវត្ថុដោយការតម្រូវឲ្យបង់ពិន័យសងជំងឺចិត្តរាប់ម៉ឺនដុល្លារអ្នកខ្លះដល់រាប់លានដុល្លារទៅទៀតបាទប្រតិកម្មរបស់លោកគឹមសុខពេលនេះគឺបន្ទាប់ពីតុលាការក្រុងភ្នំពេញនៅថ្ងៃទី18មករាបានផ្តន្ទាទោសកំបាំងមុខឲ្យលោកជាប់ពន្ធនាគារ18ខែនិងពិន័យជាប្រាក់ចូលរដ្ឋ8លានរៀលឬប្រមាណ$2,000ព្រមទាំងបង្គាប់ឲ្យបង់សំណងជំងឺចិត្តឲ្យលោកហ៊ុនសែនចំនួន50លានរៀលឬប្រមាណ$10,000អាមេរិកសេចក្តីសម្រេចរបស់តុលាការនេះធ្វើឡើងតាមបណ្ដឹងរបស់លោកហ៊ុនសែនដែលបានប្តឹងលោកគឹមសុខពីបទញុះញង់និងបរិហាកេរ្តិ៍ជាសាធារណៈបន្ទាប់ពីអ្នកវិភាគរូបនេះបានលើកឡើងកាលពីខែកុម្ភៈឆ្នាំ2017ថារបបលោកហ៊ុនសែនជាអ្នកបង្កើតប្រព័ន្ធសម្លាប់មនុស្សតែរកឃាតករមិនឃើញបាទមុនពេលភៀសខ្លួនទៅក្រៅប្រទេសលោកគឹមសុខក៏ធ្លាប់ត្រូវបានតុលាការចាប់ឃុំខ្លួនលោកក្នុងពន្ធនាគារ18ខែម្ដងហើយដែរនិងបង្គាប់ឲ្យបង់សំណងទៅលោកហ៊ុនសែនចំនួន800លានរៀលស្មើនឹងប្រមាណ$20,000ក្នុងសំណុំរឿងស្រដៀងគ្នានេះដែរក៏ប៉ុន្តែទឹកប្រាក់$20,000នេះលោកគឹមសុខក៏អះអាងដូចគ្នាដែរថាលោកមិនមានលុយដើម្បីបង់ឲ្យលោកហ៊ុនសែននោះទេលោកមានតែបេះដូងស្នេហាជាតិតែប៉ុណ្ណោះបាទកាលនោះលោកហ៊ុនសែនបានប្តឹងលោកគឹមសុខថាបាននិយាយចោទគណៈបកប្រជាជនកម្ពុជាថាជាអ្នកនៅពីក្រោយនៃកិច្ចកម្មបាញ់សម្លាប់បណ្ឌិតកែមលីបាទតកតងទៅនឹងរឿងនេះដែរគឺថាអ្នកច្បាប់និងអ្នកវិភាគរិះគន់ក៏ធ្លាប់រិះគន់ដែរថាតុលាការមិនគូបំបែកសំណុំរឿងនេះជាពីរនោះទេពីព្រោះលោកគឹមសុខបានរិះគន់ករណីនេះគឺថាធ្វើឡើងក្នុងពេលតែមួយនិងជាករណីស្រដៀងគ្នាច្បាប់ព្រហ្មទណ្ឌកម្ពុជាបានចែងថាបើបទល្មើសដូចគ្នាឬស្រដៀងគ្នាតុលាការអាចក្រសោបចូលគ្នាហើយកាត់សេចក្តីតែម្ដងពលគឺតុលាការមិនអាចកាត់ទោសមនុស្សពីរដងទៅលើបទល្មើសដូចគ្នានោះទេបាទទោះជាយ៉ាងណាលោកគឹមសុខបញ្ជាក់ចំហថាលោកនឹងមិនទៅសុំការអនុគ្រោះពីលោកហ៊ុនសែនប៉ុន្តែលោកនឹងបន្តគោលដៅរបស់លោកគឺការរួមគ្នាជាមួយនឹងប្រជាពលរដ្ឋដាក់សម្ពាធទៅលើគណៈបកកណ្ដាលអំណាចនិងលោកហ៊ុនសែនឲ្យខ្ទាតចេញពីអំណាចទើបអាចកែតម្រង់នៃការដឹកនាំជាតិឲ្យល្អប្រសើរត្រឹមត្រូវឡើងវិញនិងធ្វើឲ្យប្រជាពលរដ្ឋគ្រប់រូបមិនទទួលរងភាពអយុត្តិធម៌ហូរទឹកភ្នែកនិងហូរឈាមទៀតនោះទេបាទបាទដំណើរគ្នានឹងស្ដាប់ការផ្សាយវិទ្យុអាស៊ីសេរីតាមបណ្ដាញសង្គម Facebook និង YouTube លោកអ្នកនាងក៏អាចស្ដាប់កម្មវិធីផ្សាយអាស៊ីសេរីតាមរយៈរលកធាតុអាកាសខ្លីឬ Shortwave តាមកម្រិតនិងកម្ពស់ដូចតទៅនេះពេលព្រឹកចាប់ពីម៉ោង 5 កន្លះដល់ម៉ោង 6 កន្លះតាមរយៈប៉ុស SW 9.39 MHz ស្មើនឹងកម្ពស់ 32m និងប៉ុស SW 11.85 MHz ស្មើនឹងកម្ពស់ 25mពេលយប់ចាប់ពីម៉ោង 7 កន្លះដល់ម៉ោង 8 កន្លះតាមរយៈប៉ុស SW 9.39 MHz ស្មើនឹងកម្ពស់ 32m ប៉ុស SW 11.88 MHz ស្មើនឹងកម្ពស់ 25m និងប៉ុស SW 15.5 MHz ស្មើនឹងកម្ពស់ 20m បាទសូមអរគុណ
បានលោកនាងកំពុងតាមដានការផ្សាយផ្ទាល់របស់វិទ្យុអាស៊ីសេរីចេញពីប្រទេសអូស្ត្រាលីបាទយើងងាកទៅចាប់អារម្មណ៍រឿងព្រៃឈើវិញម្ដងគឺប្រជាសហគមន៍ជនជាតិដើមភាគតិចគួយនៅខេត្តព្រះវិហាររកឃើញបទល្មើសព្រៃឈើជាច្រើនករណីទៀតនៅតំបន់ព្រៃព្រះរកាដោយពុំមានអាជ្ញាធរចុះបង្ក្រាបនៅឡើយសកម្មជនព្រៃឈើថាអាជ្ញាធរគ្មានឆន្ទៈក្នុងការអភិរក្សធនធានធម្មជាតិឲ្យបានគង់វង្សនោះទេដែលធ្វើឲ្យបទល្មើសឈើកើតមានយ៉ាងអនាធិបតេយ្យបាទលោកយ៉ងច័ន្ទរារាយការណ៍ព័ត៌មាននេះប្រជាសហគមន៍ជនជាតិដើមភាគតិចគួយនៅក្នុងឃុំប្រមេស្រុកត្បៃមានជ័យនិងសកម្មជនបរិស្ថានបានចុះល្បាតព្រៃព្រះរកាចាប់ពីថ្ងៃទី10ដល់ថ្ងៃទី13មករាដើម្បីប្រមូលបទល្មើសឈើដែលកំពុងកើតមានជាញឹកញាប់នៅក្នុងតំបន់អភិរក្សសត្វព្រៃមួយនេះប្រជាពលរដ្ឋដែលចុះល្បាតនៅក្នុងដែនជម្រកសត្វព្រៃព្រះរកាលោកងួនហ៊ីមប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី18មករាថាប្រជាសហគមន៍រកឃើញសកម្មភាពឈើកាន់តែកើនឡើងហើយជនល្មើសទាំងនោះនាំគ្នាសម្រុកកាប់ទន្ទ្រាននៅក្នុងព្រៃកាន់តែជ្រៅជាពិសេសនៅក្នុងកន្លែងដែលមានដើមឈើធំធំលោកអះអាងថាតំបន់ដែលប្រជាសហគមន៍ជនជាតិដើមភាគតិចតែងពឹងអាស្រ័យទៅលើអនុផលព្រៃឈើដូចជាការដងជ័រជាដើមនោះឥឡូវស្ទើរតែបាត់បង់ពីព្រោះតែដើមច្បោះជ័ររបស់ពួកគាត់ត្រូវបានគេកាប់ជាបន្តបន្ទាប់គេបន្តកាប់ឡើងអនាធិបតេយ្យហើយជាតំបន់ធំតែម្ដងហើយប្រភេទឈើដែលវានៅសល់តំបន់ណាដែលនៅសល់ច្រើនគឺគេសម្រុកទៅកាប់នៅតំបន់នោះហើយការឈើវាលឺទៅយប់ទៅថ្ងៃហើយទៅថ្ងៃល្ងាចម៉ោង4ម៉ោង5ហ្នឹងគឺលឺអាលតែហឹងអឹងកងជិះវាអត់មានសាកស្រានទេការចុះប្រមូលព័ត៌មានអស់រយៈពេល3យប់4ថ្ងៃនោះក្រុមប្រជាសហគមន៍បានប្រទះឃើញបទល្មើសឈើចំនួន40ករណីក្តារបន្ទះចំនួន63ក្តារនិងបានខាត់គោយន្តដឹកឈើចំនួន2គ្រឿងដើមឈើដែលត្រូវបានគេកាប់ទាំងនោះមានមុខកាត់ចាប់ពី34សង់ទីម៉ែត្រដល់90សង់ទីម៉ែត្រដែលជាប្រភេទឈើពពេល ផ្ដៀក ស្ទៀង កកោះ ឆ្លិចនិងឈើទាលជាដើមសកម្មជនព្រៃឈើដែលបានចុះល្បាតព្រៃនេះដែរគឺលោកម៉ាចត្រាមើលឃើញថាជនល្មើសឈើនៅក្នុងព្រៃព្រះរកានាពេលបច្ចុប្បន្ននេះហាក់មិនខ្លាចញញើតអាជ្ញាធរឡើយហើយសកម្មភាពដឹកឈើនិងឈើកើតមានទាំងយប់ទាំងថ្ងៃក្រសួងបរិស្ថានហ្នឹងគាត់តែងតែលើកឡើងដដែលថាការកាប់ឈើហ្នឹងទ្រង់ទ្រាយតូចអញ្ចឹងទេមានន័យថាព្រៃហ្នឹងវានឹងហិនហោចហើយដើម្បីចង់ការពារព្រៃឈើហ្នឹងមែនតើនោះក្រសួងបរិស្ថានគួរតែពិនិត្យមើលទៅលើគេហៅថាអំពើពុករលួយនៅក្នុងវិស័យព្រៃឈើហ្នឹងហើយជាពិសេសហ្នឹងត្រូវតែចាត់វិធានការទៅលើអ្នកដែលទិញឈើចេញពីតំបន់ព្រៃព្រះរកាហ្នឹងវិទ្យុអាស៊ីសេរីមិនអាចតាក់ទងប្រធានមន្ត្រីបរិស្ថានខេត្តព្រះវិហារលោកសុងច័ន្ទសុជាតិនិងអ្នកនាំពាក្យក្រសួងបរិស្ថានលោកណេតភក្ត្រាដើម្បីសាកសួរអំពីរឿងនេះបានទេនៅថ្ងៃទី18ខែមករាដោយហៅទូរស័ព្ទចូលតែពុំមានអ្នកទទួលព្រៃព្រះរកាមានផ្ទៃដីទំហំជិត 100000 ហិកតាជាតំបន់ដែនជម្រកសត្វព្រៃដែលគ្របដណ្ដប់លើភូមិសាស្ត្រប្រជុំស្រុកចំនួន3រួមមានស្រុកជាំខ្សានស្រុកត្បៃមានជ័យនិងស្រុកឆែបនៃខេត្តព្រះវិហារក៏ប៉ុន្តែប្រជាសហគមន៍ឲ្យដឹងថាព្រៃអភិរក្សមួយនេះកំពុងរងការកាប់ទន្ទ្រានយ៉ាងអនាធិបតេយ្យដោយពុំមានអាជ្ញាធរណាចុះទប់ស្កាត់នោះទេជុំវិញរឿងនេះអ្នកសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជាលោកអូតឡាទីនសង្កេតឃើញថាបទល្មើសព្រៃឈើបានคล้ายទៅជារឿងធម្មតានៅក្នុងព្រៃអភិរក្សមួយនេះលោកបារម្ភថាប្រសិនបើរដ្ឋាភិបាលមិនពង្រឹងការអនុវត្តច្បាប់ដោយចាប់ជនល្មើសមកផ្ដន្ទាទោសតាមផ្លូវច្បាប់ទេនោះអ្នកដែលរងផលប៉ះពាល់គឺប្រជាពលរដ្ឋអាជ្ញាធរជាពិសេសមន្ត្រីបរិស្ថានក្រសួងបរិស្ថានមានឆន្ទៈនៅក្នុងការដោះស្រាយបញ្ហាបទល្មើសក្នុងតំបន់ព្រៃព្រះរកាឬក៏តំបន់ព្រៃឡង់វាមិនមែនជារឿងលំបាកទេគឺគាត់គ្រាន់តែផ្ដល់សេរីភាពឈប់រដ្ឋបិទសហគមន៍ហើយផ្ដល់ឱកាសឲ្យសហគមន៍និងក្រុមសកម្មជនឲ្យពួកគាត់ចូលរួមចំណែកក្នុងការចុះល្បាតការពារទៅធ្វើការដាក់ពាក្យបណ្ដឹងឬក៏ឃាត់ខ្លួនជនល្មើសអ្នកដែលចូលទៅប្រព្រឹត្តបទល្មើសជាក់ស្ដែង2-3ករណីទៅខ្ញុំគិតថាបញ្ហាហ្នឹងគឺយើងអាចដោះស្រាយបានហើយរបាយការណ៍អង្កេតចុងក្រោយរបស់ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Copenhagen នៃប្រទេសដាណឺម៉ាកចេញផ្សាយកាលពីចុងខែតុលាឆ្នាំ2022បង្ហាញថាកម្ពុជាបានបាត់បង់ព្រៃឈើទំហំជាង 140,000 ហិកតាកាលពីឆ្នាំ2021នៅក្នុងនោះការបាត់បង់គម្របព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃឡង់បានកើនឡើងដល់ 22% និងព្រៃព្រះរកាចំនួន 43% ប្រជាសហគមន៍និងសកម្មជនព្រៃឈើអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរពាក់ព័ន្ធ
ឲ្យពង្រឹងការអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងទៅលើជនល្មើសនិងបើកលំហសិទ្ធិសេរីភាពដល់ពួកគេនៅក្នុងការចុះល្បាតនិងការពារព្រៃឈើឡើងវិញដើម្បីថែរក្សាធនធានធម្មជាតិឲ្យបានគង់វង្សខ្ញុំយ៉ងច័ន្ទដារាវិទ្យុអាស៊ីសេរីរាយការណ៍ពីរដ្ឋធានី Washington បាទយើងងាកទៅចាប់អារម្មណ៍ពីចំនួនទឹកភ្លៀងនៅក្នុងខេត្តកណ្ដាលវិញម្ដងប្រជាពលរដ្ឋមួយចំនួននៅភូមិសាស្ត្រភូមិព្រែកថ្មីសង្កាត់រកាខ្ពស់ក្រុងតាខ្មៅខេត្តកណ្ដាលជំលះខ្លួនចេញពីចំនួនទឹកភ្លៀងនៅតាមបណ្ដោយដងស្ទឹងព្រែកថ្នត់មករស់នៅតាមចិញ្ចើមផ្លូវនិងតាមសម្យាផ្ទះប្រជាពលរដ្ឋនៅក្បែរតំបន់នោះពួកគាត់ទទូចសុំឲ្យអាជ្ញាធរស្វែងរកដំណោះស្រាយសមរម្យជូនពួកគាត់ខណៈពួកគាត់កំពុងជួបប្រទះបញ្ហាខ្វះខាតស្បៀងអាហារទីជម្រកអគ្គិសនីប្រើប្រាស់និងគ្មានបង្គន់អនាម័យប្រជាពលរដ្ឋរងគ្រោះនៅភូមិព្រែកថ្មីសង្កាត់រកាខ្ពស់ក្រុងតាខ្មៅគឺលោកជឹមសុខាប្រាប់អាស៊ីសេរីនៅថ្ងៃទី18មករាថាទឹកចំនួនលើកនេះគឺទឹកហូរខ្លាំងអូសយកផ្ទះសម្បែងចូលទៅក្នុងទឹកតែម្ដងលោកបន្តរៀបរាប់ទាំងទឹកផ្នែកថាលោកជួបការលំបាកមិនមានជំរកស្នាក់នៅណាមួយខ្លួនចាស់និងពិការហើយមិនមានកូនចៅនឹងមានកូនចៅតូចៗផងដែរតាក់ទងទៅនឹងបញ្ហានេះជំទប់ទី2សង្កាត់ព្រែកថ្មីលោកសោមរិនប្រាប់ថាពលរដ្ឋប្រមាណ15គ្រួសារកំពុងបោះតង់ស្នាក់នៅបណ្ដោះអាសន្នតាមចិញ្ចើមផ្លូវនានាក្បែរដងព្រែកហើយកំពុងរងចាំដំណោះស្រាយពីអាជ្ញាធរលោកបញ្ជាក់ថាពលរដ្ឋប្រមាណ33គ្រួសារក្នុងភូមិព្រែកថ្មីសង្កាត់រកាខ្ពស់រងគ្រោះដោយសារទឹកជំនន់វិទ្យុអាស៊ីសេរីមិនអាចតាក់ទងទៅអភិបាលខេត្តកណ្ដាលលោកគង់សុភ័ណ្ឌដើម្បីសុំការអធិប្បាយបញ្ហានេះបានទេនៅថ្ងៃទី18មករាក៏ប៉ុន្តែទំព័រផ្លូវការរបស់ក្រសួងមហាផ្ទៃប្រកាសថាគិតត្រឹមថ្ងៃទី16មករានៅភូមិសាស្ត្រខេត្តកណ្ដាលមានក្រុងស្រុកចំនួន4រងផលប៉ះពាល់ដោយសារចំនួនទឹកភ្លៀងក្នុងនោះមានក្រុងតាខ្មៅស្រុកកណ្ដាលស្ទឹងស្រុកអង្គស្នូលនិងស្រុកពញាលឺប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន712គ្រួសារប៉ះពាល់ផ្ទះជាង700ខ្នងរលំទាំងស្រុងចំនួន8ខ្នងនិងធ្ងន់ធ្ងរចំនួន28ខ្នងបាទយើងងាកទៅមើលពិធីបុណ្យចូលឆ្នាំចិនវិញម្ដងបាទលោកនាងជាទីមេត្រីរយៈពេលប្រមាណឆ្នាំចុងក្រោយនេះវប្បធម៌នៃប្រពៃណីពិធីបុណ្យចូលឆ្នាំចិននិងវៀតណាមបានចាក់ឫសយ៉ាងជ្រៅទៅក្នុងសង្គមកម្ពុជាគេសង្កេតឃើញថាទាំងប្រជាពលរដ្ឋដែលមិនជាប់ខ្សែស្រឡាយចិននិងពលរដ្ឋជាប់ខ្សែស្រឡាយចិនជាពិសេសមន្ត្រីរដ្ឋាភិបាលតែងតែនាំគ្នាប្រារព្ធបុណ្យនៃវប្បធម៌បរទេសនេះស្ទើររៀងរាល់ឆ្នាំអ្នកខ្លំមើលថាពិធីបុណ្យចូលឆ្នាំចិននិងវៀតណាមនេះបានជាឥទ្ធិពលទាំងផលវិជ្ជមាននិងអវិជ្ជមានដល់សង្គមជាតិកម្ពុជាបាទលោកលេងម៉ាលីរាយការណ៍ព័ត៌មាននេះបុណ្យចូលឆ្នាំចិននិងវៀតណាមនឹងចូលមកដល់នៅថ្ងៃទី22ខែមករានាពេលខាងមុខនេះហើយប្រជាពលរដ្ឋជាច្រើនរស់នៅរាជធានីភ្នំពេញនិងនៅទីប្រជុំជនតាមបណ្ដាខេត្តនានាចាប់ផ្ដើមមមាញឹកក្នុងការរៀបចំផ្ទះសម្បែងនិងគ្រឿងសម្ភារៈសែនក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំបរទេសនេះការប្រារព្ធពិធីនេះជាវប្បធម៌របស់បរទេសក្តីក៏វាបានក្លាយជាទំនៀមទម្លាប់ប្រពៃណីសម្រាប់ពលរដ្ឋខ្មែរមួយចំនួនបានប្រារព្ធពិធីបុណ្យចូលឆ្នាំចិននេះស្ទើរជារៀងរាល់ឆ្នាំដែរពលរដ្ឋរស់នៅរាជធានីភ្នំពេញម្នាក់គឺលោកសុំរស់ក៏សម្គាល់ថាការប្រារព្ធពិធីបុណ្យចូលឆ្នាំចិននិងវៀតណាមនេះមិនមែនតែពលរដ្ឋជាប់ខ្សែស្រឡាយចិនធ្វើពិធីរំលឹកនោះទេប៉ុន្តែពលរដ្ឋដែលមិនជាប់ខ្សែស្រឡាយចិនមួយចំនួនក៏តែងតែរំលឹកពិធីបុណ្យចូលឆ្នាំនេះជារៀងរាល់ឆ្នាំដែរលោកបន្តថាមូលហេតុដែលប្រពៃណីវប្បធម៌បរទេសជ្រួតជ្រាបដល់ពលរដ្ឋដោយសារតែឥទ្ធិពលវប្បធម៌នៃពិធីបុណ្យចូលឆ្នាំចិនជ្រៀតចូលកាន់តែជ្រៅនៅក្នុងសង្គមកម្ពុជាជាយូរណាស់មកហើយម្យ៉ាងវិញទៀតលោកអះអាងថាមេដឹកនាំរដ្ឋាភិបាលសពថ្ងៃកំពុងទទួលរងឥទ្ធិពលនយោបាយពីប្រទេសចិនផងត្បិតមន្ត្រីកម្ពុជានិងក្រុមអង្គការមួយចំនួនតែងតែនាំមុខក្នុងការផ្សព្វផ្សាយពិធីបុណ្យចូលឆ្នាំចិនដែលជាហេតុនាំឲ្យវប្បធម៌បរទេសបានរីកលូតលាស់ឆាប់រហ័សក្នុងសង្គមកម្ពុជាតាមអារម្មណ៍របស់ពួកគាត់អ្នកខ្លះគាត់មិនមែនជាជនជាតិចិនទេតែគាត់ថាគាត់ចង់ឲ្យគេមើលមកថាគាត់ជាអ្នកជនជាតិចិនឬអ្នកបកកែហាងរុស្ស៊ីដូចជនជាតិចិនចឹងទៅក៏គាត់បានធ្វើទីបន់ចូលឆ្នាំចិនដូចគេនឹងដែរតែតាមមួយចំនួនខ្ញុំគាត់ទាំងគាត់ឃើញគឺគាត់មិនមែនជាជនជាតិជាប់ខ្សែស្រឡាយចិនដូចតែគ្នាវាប៉ះពាល់តាមសញ្ញាណរបស់យើងដែលជាជនជាតិខ្មែរនិងជាអ្នកកាន់ពុទ្ធសាសនាវាធ្វើឲ្យរូបភាពទៅក្មេងជំនាន់ក្រោយដែលគិតធន់ច្រឡំថានឹងជាប្រពៃណីរបស់ជាតិខ្លួនឯងរាល់លើកមុនពេលជិតដល់រដូវបុណ្យចូលឆ្នាំចិនម្ដងនៅខាងមុខផ្ទះឬហាងអាជីវករជនជាតិចិន
និងអ្នកជាប់ខ្សែស្រឡាយចិនពួកគាត់តែងតែទិញសម្ភារៈនានាតុបតែងផ្ទះសម្បែងជាពិសេសបិទក្រដាសក្រហមដែលមានអក្សរចិននៅលើទ្វារនិងជញ្ជាំងក្រៅពីនេះការលក់ម៉ុងសាយក្នុងពិធីបុណ្យចូលឆ្នាំចិននោះប្រជាជនចិននិងពលរដ្ឋខ្មែរជាប់ខ្សែស្រឡាយចិនមានជំនឿថាអាចបណ្ដេញឧបទ្រពចង្រៃចេញពីគេហដ្ឋានរបស់ខ្លួនចំណែកពលរដ្ឋម្នាក់ទៀតរស់នៅខេត្តកំពតលោកអឿនសុភ័ណ្ឌសង្កេតឃើញថារាល់ពេលដល់រដូវបុណ្យចូលឆ្នាំចិនប្រជាពលរដ្ឋមួយចំនួនជាពិសេសអ្នកជាប់ខ្សែស្រឡាយចិនតែងតែរៀបចំធ្វើពិធីនេះក៏ក្រឹកក៏ក្រែងលោកអះអាងថាបើដល់រដូវពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរវិញពលរដ្ឋមួយចំនួនពុំសូវអើពើក្នុងការរៀបចំប្រារព្ធពិធីបុណ្យជាតិរបស់ខ្លួនឲ្យបានធំដុំឡើយគេយករឿងចូលឆ្នាំចិនធំហើយដល់ពេលចូលឆ្នាំខ្មែរយើងដូចជារឿងបើបាត់វិជាប្រិយភាពខ្មែរលេងឈូងបោះអង្គុញអីបាត់អស់លេងហើយដល់ពេលចូលឆ្នាំចិនអញ្ចឹងជួនកាលអញ្ចឹងគេធ្វើវាភាគច្រើនទូទៅដែរធ្វើតាមតែគ្នាហើយតាមខ្ញុំដឹងដូចជាមិនមានខ្សែជាប់ខ្សែចលាយចិនអីទេខ្ញុំអត់ចង់ឲ្យគេមកប្រទេសយើងហើយគេគ្រប់គ្រងយើងជាម្ចាស់ទឹកម្ចាស់ដីយើងត្រូវតែគោរពតាមប្រពៃណីរបស់យើងជាទូទៅប្រជាជនចិនឬអ្នកជាប់ខ្សែស្រឡាយចិនអបអរពិធីបុណ្យចូលឆ្នាំថ្មីចិននៅចន្លោះចុងខែមករានិងដើមខែកុម្ភៈចំណែកពលរដ្ឋជាអាជីវករវិញភាគច្រើនលក់គ្រឿងសម្ភារៈសែនដូចជាសាច់ជ្រូកខ្វៃផ្កាអង្គាសិលផ្កាស្បៃរឿងបន្លែផ្លែឈើនំពងទានិងគ្រឿងរណ្ដាប់សែនចិនផ្សេងទៀតរាល់ពេលដល់រដូវបុណ្យចូលឆ្នាំចិនម្ដងលោកនាយករដ្ឋមន្ត្រីហ៊ុនសែននិងក្រុមមន្ត្រីជាន់ខ្ពស់ធំរួមទាំងក្រុមឈ្មួញក្រាក់ផងតែងតែផ្សព្វផ្សាយពិធីបុណ្យនេះនៅតាមបណ្ដាញសង្គមលើពីនេះក្រុមអង្គការមួយចំនួនដូចជាកន្លងទៅអ្នកជំនួញដែលស្និទ្ធនឹងលោកហ៊ុនសែនគឺលោកសុកគង់បានផ្ដល់អំណោយជាអាំងប៉ាវសម្រាប់កងកម្លាំងប្រដាប់អាវុធនៅរដូវបុណ្យចូលឆ្នាំចិនកាលពីឆ្នាំ2014នៅភូមិគ្រឹះរបស់លោកនៅរាជធានីភ្នំពេញហើយកាលពីឆ្នាំ2013ភរិយារបស់អង្គញាឡៅម៉េងឃីនដែលទទួលសម្បទានដីតំបន់បឹងកក់គឺអ្នកស្រីជឹងសុភាពហើយយាយភូបានចំណាយលុយប្រមាណ$20,000ចែកអាំងប៉ាវដល់ក្រុមកងកម្លាំងប្រដាប់អាវុធជិត500នាក់ក្នុងពិធីចូលឆ្នាំចិននេះដែរអ្នកខ្លាំមើលរិះគន់ថាការចែកអាំងប៉ាវនេះគឺជាការទិញទឹកចិត្តដើម្បីឲ្យជួយផ្ដល់ប្រយោជន៍ដល់ពួកគេតាមរយៈការនាំកងកម្លាំងទាំងនោះទៅបង្ក្រាបពលរដ្ឋនៅពេលដែលក្រុមឈ្មួញទាំងនោះត្រូវការតំបន់ណាមួយសម្រាប់អភិវឌ្ឍឧទាហរណ៍រដ្ឋាភិបាលបានប្រើប្រាស់កងកម្លាំងទាំងនោះបង្ក្រាបសកម្មភាពតវ៉ារបស់ពលរដ្ឋនៅបឹងកក់ក្នុងរាជធានីភ្នំពេញទាក់ទងនឹងរឿងនេះអ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈលោកលងបណ្ណាសិរីវត្តប្រាប់វិទ្យុអស៊ីសេរីថាការចែកអំណោយជាអាំងប៉ាវផ្ដល់ឲ្យកងកម្លាំងប្រដាប់អាវុធគឺជាការធ្វើបុណ្យទាននិងចិត្តសប្បុរសនៃអ្នកមានលុយលោកបន្តថាពលរដ្ឋខ្មែរប្រារព្ធពិធីបុណ្យចូលឆ្នាំចិននេះគឺជាសិទ្ធិសេរីភាពនៃជំនឿសាសនាហើយរដ្ឋាភិបាលនិងក្រសួងក៏មិនអាចហាមឃាត់ពលរដ្ឋប្រារព្ធពិធីនេះបានដែរពេលផ្ទះមួយគាត់ទៅធ្វើយ៉ាងណាទៅគាត់អត់បានទេអត់មានឲ្យជឿលើជំនឿអីចឹងទៅចាប់ទៅអីវាអត់មានណាវាអត់មានច្បាប់អីណាដែលបញ្ជាក់ពីសេរីភាពនៃការគោរពជំនឿសាសនាជួនកាលយើងមិនអាចថាគេមិនជាប់បានទេជួនកាលជាប់ប៉ុន្តែមុនកម្រិតជីវភាពគាត់តែមករស់គ្នារហូតតែពេលរកតែលុយមានចំណូលចំណាយសម្រាប់សែនព្រេនហ្នឹងវាអត់មានលុយដល់ឥឡូវគ្នារកទទួលទានមានបានទៅរឿងទូទាគ្នាធ្វើទៅអ្វីត្បិតតែការប្រតិបត្តិនិងការគោរពជំនឿសាសនាមានការធានាដោយច្បាប់ក៏ដោយចុះក៏ពលរដ្ឋមួយចំនួនព្រួយបារម្ភថាបើឥទ្ធិពលនៃវប្បធម៌ចិននិងវៀតណាមកាន់តែរីកសាយនៅក្នុងសង្គមកម្ពុជាកាន់តែខ្លាំងវប្បធម៌ប្រពៃណីខ្មែរខ្លះអាចនឹងងាយសាបរលាបនិងប៉ះពាល់ដល់អធិបតេយ្យជាតិថែមទៀតផងវិទ្យុអស៊ីសេរីមិនអាចតាក់ទងស្ថានទូតចិនប្រចាំកម្ពុជានិងប្រធានលេខាធិការសមាគមមិត្តភាពកម្ពុជាចិនលោកច័ន្ទសវណ្ណរ៉េតដើម្បីសូមសេចក្តីអធិប្បាយជុំវិញរឿងនេះបានទេប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅប្រទេសន័រវេសលោកម៉ែនណាតអះអាងថាមូលហេតុដែលប្រពៃណីចូលឆ្នាំចិនបានជះឥទ្ធិពលដល់ពលរដ្ឋខ្មែរគឺដោយសារតែមន្ត្រីរដ្ឋាភិបាលនិងលោកហ៊ុនសែនខ្លួនឯងតែងតែផ្សព្វផ្សាយវប្បធម៌ចិននេះនៅពេលដល់រដូវចូលឆ្នាំចិនម្ដងលោកបន្តថាការដែលរដ្ឋាភិបាលជាពិសេសមន្ត្រីធំនិងក្រុមអង្គការបង្ហាញពីអត្តសញ្ញាណវប្បធម៌បរទេសនេះនោះវានឹងធ្វើឲ្យពលរដ្ឋកាន់តែជ្រួតជ្រាបនៃវប្បធម៌របស់បរទេស
mìnhជំនាន់ថ្មីហ្នឹងមិនយល់ថាហ្នឹងជាវប្បធម៌ដទៃទេវប្បធម៌ចិនយួនជាវប្បធម៌មួយនៃវប្បធម៌របស់ខ្លួនអីដោយករណីថ្មីនេះមានវិទ្យុមួយហ្នឹងចិនឥណ្ឌាហ្នឹងជាអ្នកបលាយកាត់ពូជខ្មែរអីចឹងហើយមកអញ្ចឹងស្គយទៅអត់បានយល់អំពីស្អីទៅវត្តសាស្ត្រយើងជាក់ស្ដែងទេអញ្ចឹងវាធ្វើឲ្យខូចវត្តសាស្ត្រភ្លេចការពារនៅប្រពៃណីវប្បធម៌របស់ខ្លួននោះអាហ្នឹងជាហានិភ័យណាយើងមើលទៅថ្ងៃខាងមុខណាលោកម៉ែនណាតអះអាងទៀតថាផលវិជ្ជមាននៃការប្រារព្ធពិធីបុណ្យចូលឆ្នាំចិននិងវៀតណាមនេះគឺពលរដ្ឋទទួលបានការអនុវត្តសិទ្ធិសេរីភាពពួកគាត់ស្របតាមច្បាប់និងឆ្លុះបញ្ចាំងថាពលរដ្ឋពុំបានរើសអើងការប្រតិបត្តិជំនឿសាសនាបរទេសនោះទេម្យ៉ាងវិញទៀតពលរដ្ឋក៏អាចលក់ទំនិញនានាក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិននេះដែរចំណែកផលអវិជ្ជមានវិញលោកម៉ែនណាតថ្លែងថាវប្បធម៌បរទេសកាន់តែមានឥទ្ធិពលដល់សង្គមកម្ពុជានោះកូនខ្មែរជំនាន់ក្រោយក៏អាចនឹងភ័ន្តច្រឡំហើយប្រពៃណីជាតិសាសន៍របស់ខ្លួនក៏អាចនឹងងាយប្រឈមបាត់បង់ដែរអ្នកខ្លំមើលអំពាវនាវដល់ប្រជាពលរដ្ឋថាគួរតែមានការស្ញប់ស្ញែងនឹងវប្បធម៌ខ្មែរនិងបង្ហាញពីអត្តសញ្ញាណរបស់ជាតិឲ្យបានច្រើននិងរួមគ្នាបន្តការអភិរក្សទុកសម្រាប់កូនខ្មែរជំនាន់ក្រោយជាជាងទទួលយកវប្បធម៌បរទេសដែលអាចធ្វើឲ្យវប្បធម៌ជាតិសាសន៍របស់ខ្លួនងាយសាបរលាបហើយពេលបាត់បង់ទាំងស្រុងទើបនាំគ្នាតវ៉ានិងស្ដាយក្រោយខ្ញុំបាទលេងម៉ាលីវិទ្យុអាស៊ីសេរីពីរដ្ឋធានីបាទលោកនាងជាទីមេត្រីយើងងាកទៅចាប់អារម្មណ៍រឿងនយោបាយវិញម្ដងគណៈបកភ្លើងទៀនបញ្ជាក់ពីជំហររបស់ខ្លួនថាគណៈបកប្រឆាំងមួយនេះនៅតែបន្តពង្រឹងជំហរនិងរៀបចំរចនាសម្ព័ន្ធរបស់ខ្លួនឲ្យកាន់តែរឹងមាំថែមទៀតសម្រាប់ត្រៀមខ្លួនចូលរួមការបោះឆ្នោតនៅពេលខាងមុខការប្រកាសបែបនេះនៅពេលដែលគណៈបកកណ្ដាលអំណាចដែលជាដៃគូប្រកួតប្រជែងកំពុងតែធ្វើទុកបុកម្នេញគណៈបកមួយនេះបាទអ្នកវិភាគថាគណៈបកភ្លើងទៀនប្រកាន់ជំហរបែបនេះគឺជារឿងត្រឹមត្រូវបាទសូមស្ដាប់សេចក្តីរាយការណ៍របស់លោកទីនសការីយ៉ាដូចតទៅមន្ត្រីជាន់ខ្ពស់គណៈបកភ្លើងទៀនអះអាងថាគណៈបកនេះមិនចោះញោមចំពោះការធ្វើទុកបុកម្នេញណាមួយមកលើមន្ត្រីរបស់ខ្លួនឡើយលោកសុនឆៃអនុប្រធានគណៈបកភ្លើងទៀនដែលកំពុងតែរងបណ្ដឹងពីគណៈបកប្រជាជនកម្ពុជាផងនោះអះអាងនៅថ្ងៃទី18មករាថាគណៈបកភ្លើងទៀននៅតែបន្តដំណើរទៅមុខរក្សាជំហររឹងមាំនិងពង្រឹងសកម្មភាពរបស់ខ្លួនថែមទៀតដើម្បីបម្រើប្រទេសជាតិគណៈបកភ្លើងទៀននឹងគឺថារក្សាសាមគ្គីភាពនិងពង្រឹងកម្លាំងគ្រប់គ្រងរបស់ខ្លួនឲ្យកាន់តែរឹងមាំនេះជាការងារដែលយើងត្រូវធ្វើបើទោះបីជារងការលំបាកការគៀបសង្កត់យ៉ាងណាក៏ដោយជំហរនៃសាមគ្គីភាពនិងការពង្រឹងសកម្មភាពរបស់គណៈបកនោះគឺជាមធ្យោបាយដែលអាចនឹងទាក់ទាញឲ្យគណៈបកកណ្ដាលអំណាចនឹងពិចារណាក្នុងការបន្ថយសកម្មភាពនៃការគម្រាមកំហែងបាទការបដិញ្ញាចិត្តរបស់លោកសុនឆៃនេះនៅស្របពេលគណៈបកភ្លើងទៀនកំពុងតែរងការធ្វើទុកបុកម្នេញពីគណៈបកកណ្ដាលអំណាចជាបន្តបន្ទាប់ក្នុងនោះរួមមានលោកសុនឆៃកំពុងតែរងបណ្ដឹងពីគណៈបកកណ្ដាលអំណាចដែលគណៈបកនេះប្តឹងទាមទារជំងឺចិត្តចំនួន$1 លានរឿងលោកសុនឆៃរិះគន់លទ្ធផលបោះឆ្នោតឃុំសង្កាត់ឧត្តមទីប្រឹក្សាគណៈបកភ្លើងទៀនលោកកុងគំក៏រងបណ្ដឹងពីគណៈបកកណ្ដាលអំណាចដែរក្រៅពីនេះលោកនាយរដ្ឋមន្ត្រីហ៊ុនសែនក៏គម្រាមវាយខ្នោះលោកកុងគំថែមទៀតរឿងលោករិះគន់ប្រវត្តិបង្កើតគណៈបកប្រជាជនកម្ពុជាប៉ុន្តែក្រោយពីលោកកុងគំបង្ខំចិត្តប្រគល់ដីនឹងផ្ទះដែលមានតម្លៃរាប់សិបលាន$ជូនរដ្ឋាភិបាលវិញទើបលោកហ៊ុនសែនលើកលែងនឹងដកពាក្យបណ្ដឹងវិញក្រៅពីនេះទៀតសកម្មជនគណៈបកភ្លើងទៀនមួយចំនួនទៀតក៏កំពុងតែជាប់ពន្ធនាគារដែរករណីចុងក្រោយគឺអនុប្រធានគណៈបកភ្លើងទៀនមួយរូបទៀតគឺលោកថៃសិដ្ឋាទោះបីជាតុលាការចាប់ប្រកាន់ពីរឿងចាញ់សាយគ្មានទឹកប្រាក់ក៏ដោយក៏ប៉ុន្តែសំណុំរឿងនេះត្រូវបានអ្នកវិភាគនិងអ្នកឃ្លាំមើលសិទ្ធិមនុស្សអះអាងថាជារឿងនយោបាយទាក់ទងនឹងបញ្ហានេះអ្នកឃ្លាំមើលផ្នែកអភិវឌ្ឍសង្គមបណ្ឌិតសេងសេរីមានប្រសាសន៍ថាជារឿងធំត្រូវដែលគណៈបកភ្លើងទៀននៅតែរក្សាចំហររឹងមាំនៅក្នុងពេលដែលគណៈបកកណ្ដាលអំណាចកំពុងតែធ្វើទុកបុកម្នេញបែបនេះលើងទៀនហាក់ដូចជាដើរត្រូវគន្លងយុទ្ធសាស្ត្រឡើងវិញដោយសារតែការធ្វើទុកបុកម្នេញកន្លងមកនេះជាការសន្និដ្ឋានយើងឃើញថាក៏ជាចេតនាមួយនៅក្នុងការជំរុញឲ្យភ្លើងទៀនដើរចេញពីសាយវៀននៃការបោះឆ្នោតដែរចឹងហើយសេចក្តីថ្លែងការណ៍ថ្ងៃនេះគឺបង្ហាញច្បាស់អំពីជំហររបស់ភ្លើងទៀនហើយសេចក្តីថ្លែងការណ៍នេះសំខាន់ណាស់គឺមិនគ្រាន់តែបង្ហាញទៅអន្តរជាតិអំពីអ្វីដែលភ្លើងទៀនកំពុងតែមានជំហរច្បាស់លាស់ទេក៏ធ្វើឲ្យអ្នកនៅមូលដ្ឋាននឹងមានទឹកចិត្តនៅក្នុងការតស៊ូដើម្បីឲ្យមានការផ្លាស់ប្ដូរបន្តទៅទៀតដែរបាទឆ្លើយតបនឹងបញ្ហានេះអ្នកនាំពាក្យគណៈបកកណ្ដាលអំណាចគឺលោកសុកអេសានអះអាងថាតុលាការចាត់ការមន្ត្រីគណៈបកភ្លើងទៀនជារឿងអនុវត្តច្បាប់
មិនមែនជារឿងធ្វើទុកបុកម្នេញណាមួយនោះឡើយ តែអញ្ចឹងមិនមែនជារឿងដែលគណៈបកកាន់អំណាចនឹងទៅគៀបសង្កត់គាត់ទេគឺគាត់បង្កើតបញ្ហាខ្លួនគាត់ហើយគាត់ត្រូវទទួលខុសត្រូវដោយខ្លួនគាត់ចំពោះមុខច្បាប់បាទដូច្នេះអត់មានរឿងនិយាយថាសភាពការនយោបាយក្តៅត្រជាក់អីអត់ទេគឺគាត់បង្កើតកម្ដៅនយោបាយខ្លួនឯងទេបាទដូច្នេះហើយគណៈបកប្រជាជនអត់មានទូនាទីអីជំនួសតុលាការទៅដោះស្រាយបទល្មើសច្បាប់ពីរដ្ឋភាពល្មើសច្បាប់ឲ្យភ្លើងទៀនទេ ទោះបីជាលោកសុកអេសានអះអាងបែបនេះក្តីក៏ប៉ុន្តែអង្គការសិទ្ធិមនុស្សជាតិអន្តរជាតិអះអាងថាគណៈបកកណ្ដាលអំណាចកំពុងតែប្រើប្រាស់តុលាការជាឧបករណ៍នយោបាយបង្ក្រាបទៅលើដៃគូប្រកួតនិងអ្នករិះគន់របាយការណ៍របស់អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ចេញផ្សាយកាលពីពេលថ្មីៗនេះថាគណៈបកប្រជាជនកម្ពុជារបស់លោកសុកអេសានបើកយុទ្ធនាការបង្ក្រាបដើម្បីរក្សាអំណាចរបស់ខ្លួនទៅមុខទៀតរបាយការណ៍បានលើកចំថាលោកហ៊ុនសែនត្រូវបានដាក់បញ្ចូលក្នុងចំណោមមេដឹកនាំដែលស្ថិតនៅក្នុងតំណែងតាមរយៈការប្រើប្រាស់អំពើហិង្សាក្នុងចេតនានយោបាយគ្រប់គ្រងកងកម្លាំងប្រដាប់អាវុធកេយបន្លំការបោះឆ្នោតប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរលោកហ៊ុនសែនក៏ជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដែររួមមានអំពើកាប់សម្លាប់ក្រៅប្រព័ន្ធច្បាប់ការធ្វើទរណកម្មការចាប់ឃុំខ្លួនត្រួតត្រារារាំងសេរីភាពសមាគមការជួបប្រជុំនិងការបង្កើតបណ្ដាញស៊ើបការរាយការណ៍នៅពាសពេញប្រទេសក្នុងគោលបំណងបំផិតបំភ័យបំភាន់សាធារណមតិយុទ្ធសាស្ត្រចម្បងជាងគេរបស់លោកហ៊ុនសែនគឺការគម្រិតកំហែងនិងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធនិងតុលាការទាក់ទងនឹងបញ្ហានេះលោកបណ្ឌិតសេនស៊ូរីលើកឡើងថាគណៈបកកណ្ដាលអំណាចប្រើប្រាស់តុលាការជាឧបករណ៍ធ្វើទុកបុកម្នេញលើមន្ត្រីគណៈបកភ្លើងទៀនក្រោមរបៀបអនុវត្តច្បាប់បែបនេះគ្មានចំណេញអ្វីឡើយផ្ទុយទៅវិញធ្វើឲ្យគណៈបកកណ្ដាលអំណាចធ្លាក់ចុះប្រជាប្រិយភាពទៅវិញទេការធ្វើទុកបុកម្នេញផ្ទួនទៅលើមេដឹកនាំសំខាន់របស់គណៈបកភ្លើងទៀននេះគឺធ្វើឲ្យពលរដ្ឋកាន់តែមើលឃើញច្បាស់ថាគណៈបកកណ្ដាលអំណាចហ្នឹងគឺប្រើប្រាស់អំណាចហួសដែននៃច្បាប់ហើយពលរដ្ឋកាន់តែមើលឃើញច្បាស់ថាគណៈបកកណ្ដាលអំណាចហ្នឹងកំពុងតែប្រើប្រាស់ច្បាប់កំពុងតែប្រើប្រាស់តុលាការនៅក្នុងការវាយប្រហារឬក៏ក្នុងការគៀបសង្កត់ដៃគូរបស់ខ្លួនដូច្នេះហើយយើងឃើញថាធម្មជាតិនៃពលរដ្ឋខ្មែរនេះគឺគាត់តែងតែផ្ដល់យុត្តិធម៌ឲ្យជនរងគ្រោះដូច្នេះការធ្វើទុកបុកម្នេញផ្ទួននេះមិនសម្រាប់ខ្ញុំមើលឃើញថាគណៈបកកណ្ដាលអំណាចខាតបង់ការគាំទ្រខ្លាំងណាស់ហើយគណៈបកភ្លើងទៀននឹងទទួលបានការគាំទ្រច្រើនណាស់ដោយសារតែអ្វីដែលកើតឡើងពីការគៀបសង្កត់របស់គណៈបកកណ្ដាលអំណាចហ្នឹងបាទលោកសុនឆៃបានថែមថាទោះបីជាគណៈបកភ្លើងទៀនកំពុងតែប្រឈមនឹងការគំរាមកំហែងបែបនេះក្តីគណៈបកភ្លើងទៀនក៏ស្វាស្វែងរកការសន្ទនាជាមួយគណៈបកកណ្ដាលអំណាចដើម្បីឲ្យការបោះឆ្នោតនាពេលខាងមុខគ្មានការគំរាមកំហែងនិងការធ្វើទុកបុកម្នេញណាមួយកើតឡើងឆ្លើយតបនឹងបញ្ហានេះលោកសុកអេសានបញ្ជាក់ថាគណៈបកប្រជាជនកម្ពុជានឹងមិនចរចាជាមួយគណៈបកភ្លើងទៀនឡើយលោកអះអាងថាកម្ពុជាមានសុខសន្តិភាពហើយមន្ត្រីរបស់គណៈបកភ្លើងទៀនដែលរងបណ្ដឹងនៅតុលាការនោះគឺជាឆន្ទានុសិទ្ធិរបស់តុលាការក្នុងការអនុវត្តច្បាប់ទោះបីជាបែបនេះក្តីនៃវិភាគអះអាងថាសន្តិភាពដែលលោកសុកអេសានអះអាងនេះគឺជាសន្តិភាពសម្រាប់តែក្រុមគណៈបកកណ្ដាលអំណាចតែប៉ុណ្ណោះមិនមែនជាសន្តិភាពសម្រាប់មនុស្សគ្រប់គ្នានៅក្នុងសង្គមដែលធ្វើឲ្យប្រជាពលរដ្ឋមានសេចក្តីសុខឡើយលោកបណ្ឌិតសេនស៊ូរីបន្ថែមថាការសន្ទនារវាងគណៈបកកណ្ដាលអំណាចនិងគណៈបកភ្លើងទៀនគឺជាជម្រើសល្អសម្រាប់ឲ្យដំណើរការបោះឆ្នោតរលូនទៅមុខដើម្បីធានាថាប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញនៅក្នុងសង្គមប្រជាធិបតេយ្យក្នុងការចូលរួមបោះឆ្នោតក្រៅពីគណៈបកភ្លើងទៀនប្រកាសអំពីការបន្តចំហដ៏រឹងមាំដដែលនេះគណៈបកនេះក៏បញ្ជាក់នៅលើសេចក្តីថ្លែងការណ៍របស់ខ្លួនចេញនៅថ្ងៃទី18មករានេះដែរថាគណៈបកភ្លើងទៀនប្រឆាំងដាច់ខាតចំពោះការគៀបសង្កត់ការគំរាមកំហែងនិងការធ្វើទុកបុកម្នេញផ្នែកនយោបាយគ្រប់រូបភាពពីគណៈបកកណ្ដាលអំណាចគណៈបកនេះទាមទារឲ្យបញ្ឈប់ជាបន្ទាន់គណៈបកភ្លើងទៀនអំពាវនាវឲ្យប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពនៅក្រុងប៉ារីសទាំងអស់ឲ្យបំពេញកាតព្វកិច្ចរបស់ខ្លួនដើម្បីជំរុញឲ្យមានការគោរពសិទ្ធិមនុស្សនិងការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបកឲ្យបានត្រឹមត្រូវខ្ញុំទីនសាការីយ៉ាអស៊ីសេរីប្រធានីវ៉ាស៊ីនតោនបាទលោកនាងជាទីមេត្រីបាទតកតងនឹងរឿងនេះគឺថាយើងនឹងមានបទសម្ភាសន៍មួយជាមួយនឹងអ្នកវិភាគនយោបាយគឺបណ្ឌិតមាសនេះដើម្បីឲ្យលោកបកស្រាយថាតើវាសនារបស់ថ្នាក់ដឹកនាំក៏ដូចជាគណៈបកភ្លើងទៀននឹងដូចនឹងគណៈបកសង្គ្រោះជាតិដែរឬទេពីព្រោះថាបើមើលទៅលើស្ថានភាពបច្ចុប្បន្ននេះគឺថាគណៈបកភ្លើងទៀនកំពុងជួបព្យុះភ្លៀងបោកបក់ដូចនឹងគណៈបកសង្គ្រោះជាតិកាលពីមុនដែរបាទឥឡូវនេះយើងបានភ្ជាប់ជាមួយនឹងលោកបណ្ឌិតមាសនេះបានហើយសូមជម្រាបសួរលោកបណ្ឌិតបាទបាទសូមជម្រាបសួរបាទអរគុណលោកបណ្ឌិត
ដោយលោកបណ្ឌិតបានជ្រាបហើយថាពេលនេះតុលាការរបស់លោកហ៊ុនសែនកំពុងចាត់ការទៅលើថ្នាក់ដឹកនាំសំខាន់របស់គណៈបកភ្លើងទៀនរួមមានអាដាមសុនឆៃរួមមានលោកថាច់សិដ្ឋាត្រូវបានចាប់ឃុំខ្លួនទៅហើយនឹងលោកអាដាមគង្គំដែលមានការរឹបអូសទ្រព្យសម្បត្តិរបស់លោកផងបាទដូច្នេះតើលោកបណ្ឌិតមើលឃើញថាវាសនារបស់ថ្នាក់ដឹកនាំគណៈបកភ្លើងទៀនទាំងប៉ុន្មានរូបនេះអាចនឹងត្រូវបានរដ្ឋាភិបាលលោកហ៊ុនសែនប្រើប្រាស់តុលាការជាអាវុធរុញពួកគាត់ឲ្យទាល់ច្រកហើយដែលមានកំហុសរួចហើយក៏សុំលាឈប់ពីគណៈបកដើម្បីសង្គ្រោះគណៈបកអីដោយការពីគណៈបកសង្គ្រោះជាតិដែលលោកសំរងស៊ីនឹងក៏ធ្លាប់បានលាឈប់ពីគណៈបកដើម្បីសង្គ្រោះគណៈបកសង្គ្រោះជាតិកាលពីពេលនោះដែរទេបាទសូមអរគុណប្រហែលជាមុននឹងខ្ញុំមកឆ្លើយនៅសំណួរដែលលោកបានសួរមិញខ្ញុំដូចជាប្រហែលខែនេះខ្ញុំបានគិតច្រើនពិនិត្យមើលអំពីការវិវត្តនយោបាយការបរទេសដូចជានៅប្រទេសចិនហើយពីម្សិលមិញនៅប្រទេសវៀតណាមយើងឃើញថានៅប្រទេសចិននៅពេលដែលរដ្ឋាភិបាលដឹងថាពលរដ្ឋគេមិនសប្បាយចិត្តគឺទោះបីជាគោលនយោបាយកូវីដ0គឺបាននេះឲ្យកូវីដសោះមិនឲ្យមានកូវីដតរសោះធ្វើទៅមុខឡើងរួចគឺទីបត់មកវិញនេះជាមធ្យោបាយដ៏ឆ្លាតវៃមួយដែលគេធ្វើដើម្បីរក្សាសន្តិភាពនៅស្រុកគេនៅប្រទេសវៀតណាមកាលពីប្រហែលថ្ងៃនេះគឺយើងឃើញថាមានការភាពចម្រូងចម្រាសគ្នានៅក្នុងជួររដ្ឋាភិបាលទាក់ទងនឹងអំពើពុករលួយបាទហើយទីចុងបំផុតយើងក៏បានដឹងហើយដែរថាពីម្សិលមិញនេះគឺប្រធានាធិបតីវៀតណាមគឺបានសុំចុះចេញពីតំណែងនេះជារឿងមួយដែលខ្ញុំយកមកប្រៀបធៀបហើយចម្ងល់ដែលខ្ញុំមានន័យថាលោកបណ្ឌិតប្រៀបធៀបប្រទេសហ្នឹងបើទោះបីជាប្រទេសនឹងផ្ដាច់ការក៏ដោយលោកបណ្ឌិតមើលឃើញថាមេដឹកនាំប្រទេសនឹងនៅតែស្ដាប់មតិយោបល់ប្រជាពលរដ្ឋជាងកម្ពុជាដែលជាប្រទេសប្រជាធិបតេយ្យមិនអញ្ចឹងលោកបណ្ឌិតខ្ញុំមិនថាអ្នកណាស្ដាប់ជាងអ្នកណាទេប៉ុន្តែខ្ញុំយកប្រទេសគេមកប្រៀបធៀបហើយខ្ញុំមកបូកសរុបថាតើហេតុអីបានជាប្រទេសកម្ពុជាច្រើនតែឆ្លងកាត់នៅការផ្លាស់ប្ដូររបបតាមបែបបង្ហូរឈាមបាទយើងឃើញតាំងពីក្រោយសម័យអង្គរមកស្ដេចសម្លាប់បងប្អូនឯងសម្រាប់រាជវង្សឯងហើយមកដល់ពេលក្នុងជីវិតរបស់ខ្ញុំអាយុ60ជាងហើយនេះក៏ភាគច្រើននៃការផ្លាស់ប្ដូររបបនេះគឺផ្លាស់ប្ដូរតាមការបង្ហូរឈាមបាទហើយបើឲ្យយើងមកមើលអំពីការផ្លាស់ប្ដូរជាវិជ្ជមានតាមបែបប្រជាធិបតេយ្យវិញនេះគឺយើងនៅមានឧបសគ្គច្រើនណាស់ហើយឧទាហរណ៍ដែលយើងបានលើកឡើងទាក់ទងនឹងការគៀបសង្កត់អីផ្សេងនៅក្នុងពេលថ្មីនេះបើថាខ្ញុំមើលក្នុងនាមខ្ញុំជាអ្នកធ្វើការអភិវឌ្ឍសង្គមខ្ញុំមើលពីការវិវត្តនៃការគៀបសង្កត់ផ្នែកនយោបាយនៅស្រុកយើងមើលកាលពីអាណត្តិទី1ទី2ការគៀបសង្កត់ពេលនោះគឺធ្ងន់មានរហូតដល់មានការសម្លាប់រាប់រយនាក់មុននៅក្នុងពេលអំឡុងពេលមុនបោះឆ្នោតម្ដងបន្ទាប់មកទៀតក៏យើងមានត្រឹមតែការប្តឹងផ្ដាល់ប្រើតុលាការយើងមិនមានការសម្លាប់គ្នាទេប៉ុន្តែការប្តឹងផ្ដាល់តុលាការនេះហាក់ដូចជាមានជំហានទៀតណាមុនដំបូងគាត់ទៅប្តឹងហើយយកទៅដាក់មន្ទីរឃុំឃាំងទេប៉ុន្តែឥឡូវនេះយើងចូលដល់កន្លែងដល់រឹបអូសទ្រព្យសម្បត្តិទៀតអញ្ចឹងបានន័យថាគំនាបនេះវាហាក់ដូចជាធ្វើដំណើរទៅកន្លែងមួយថាតើទៅថ្ងៃខាងមុខវានឹងទៅស្អីទៀតបាទក្រៅពីរឿងការរឹបអូសទ្រព្យសម្បត្តិហើយខ្ញុំមិនអញ្ចឹងលោកបណ្ឌិតមើលឃើញថាតើដូចលោកបណ្ឌិតបានជ្រាបឲ្យកាលពីគណៈបកសង្គ្រោះជាតិនឹងគឺថារដ្ឋាភិបាលលោកហ៊ុនសែនបានបង្ខំធ្វើច្បាប់ស្ដីពីច្បាប់ធ្វើវិសោធនកម្មច្បាប់ស្ដីពីគណៈបកនយោបាយនឹងគឺថាហាមមិនឲ្យមានប្រធានឬក៏អនុប្រធាននឹងរួមទាំងគណៈសមាជិកគណៈកម្មការនយោបាយដែលមានទោសទណ្ឌនឹងមិនអាចធ្វើជាប្រធានគណៈបកទៀតទេត្រូវតែលាលែងដោយករណីដែលកើតឡើងទៅលើគណៈបកសង្គ្រោះជាតិហើយថែមទាំងហាមពាក់ព័ន្ធជាមួយនឹងទណ្ឌិតនឹងទៀតកុំឲ្យយករូបភាពឬក៏សម្លេងក៏ដោយក្រៅពីនឹងទេគណៈបកនឹងបើសិនតែពាក់ព័ន្ធនេះអាចប្រឈមដល់ការរំលាយអីចឹងជាដើមបាទថាតើមកដល់ពេលនេះថ្នាក់ដឹកនាំគណៈបកភ្លើងទៀនដូចជាអាដាមថៃសិដ្ឋាជាដើមដែលកំពុងតែជាប់ក្តីក្តាំនៅតុលាការហើយឈានទៅដល់ឃុំខ្លួនមានអាដាមសុនឆៃមានអាដាមគង្គំអីជាដើមនោះតើអាចពួកគាត់នឹងទៅដល់ដំណាក់កាលណាដែរហើយគណៈបកភ្លើងទៀននឹងមានជោគវាសនាបែបណាដែរអាចនឹងរំលាយដោយគណៈបកសង្គ្រោះជាតិទេតើលោកហ៊ុនសែនអាចធ្វើអញ្ចឹងទេឬមិនដែរបាទជាទស្សនវិជ្ជាទូទៅខ្ញុំនៅចាំប្រវត្តិអ្នកដែលចូលធ្វើការជាមួយនឹងគណៈបកប្រឆាំងកាលពីទសវត្សរ៍ឆ្នាំ90ទីចុងផុតមានអ្នកផាត់ទេដែលអាចចូលទៅបាន
បាទក្រៅពីហ្នឹងគឺបាក់តាំងពីលើដល់ក្រោមគឺខ្លាចមានការតាមដានរហូតទៅដល់ផ្ទះឬក៏ដល់គ្រួសារទៀតហើយកាលនោះវាចំនួននោះមានសម្លាប់អីផងអញ្ចឹងកាលនោះមានអ្នកផឹកទេដែលអាចចូលមានអ្នកនេះទេបានអាចចូលធ្វើការនៅក្នុងគណៈបកប្រឆាំងបានណាប៉ុន្តែមកដល់ពេលនេះយើងឃើញថាគណៈបកភ្លើងទៀនបានរៀបចំខ្លួនឡើងវិញប៉ុន្តែសម្រាប់អ្វីដែលមានការមានឡើងនៅក្នុងរយៈពេលប្រហែលអាទិត្យចុងក្រោយនេះសម្រាប់យើងជាពលរដ្ឋខ្មែរហើយខ្ញុំគិតថាសម្រាប់អ្នកដឹកនាំភ្លើងទៀនក៏កំគួរចាត់ថានឹងជារឿងចម្លែកព្រោះយើងសិតតែរំពឹងថារឿងនេះប្រកាសជាកើតមានទេព្រោះយើងធ្វើការយើងរស់នៅក្នុងសង្គមនេះវាច្រើនឆ្នាំហើយយើងអាចដឹងថាវានឹងអាចមានរឿងអីកើតឡើងហើយបាទអញ្ចឹងខ្ញុំរំពឹងថាអ្នកដឹកនាំភ្លើងទៀនក៏ប្រហែលជាបានត្រៀមលក្ខណៈត្រៀមខ្លួនរួចស្រេចដើម្បីប្រឈមជាមួយនឹងគំនាបទាំងអស់ហ្នឹងដែរហើយខ្ញុំនៅតែមើលឃើញថាប្រសិនបើគណៈបកកាន់អំណាចគាត់មិនទាន់មានទំនុកចិត្តខ្លួនឯងថាគាត់អាចនឹងទិញបាននៅបេះដូងពលរដ្ឋទូទាំងប្រទេសបានទៅវិញទេខ្ញុំមានការព្រួយបារម្ភថាការគៀបសង្កត់នេះនឹងមានបន្តច្រើនទៀតរហូតដល់ឆ្នាំ2023ប៉ុន្តែសំណួរដែលលោកសួរថាតើអាចនឹងមានរំលាយគណៈបកភ្លើងទៀនបានដែរទៀតទេនោះសម្រាប់នៅស្រុកខ្មែរគឺពិបាកទូទាយក៏ប៉ុន្តែខ្ញុំគ្រាន់តែមើលឃើញថានៅក្នុងស្ថានភាពបច្ចុប្បន្ននេះដោយសារតែលទ្ធផលនៃការបោះឆ្នោតឆ្នាំ2023ហ្នឹងគឺភ្លើងទៀនដែលជាអតីតគណៈបកសំរងស៊ីពីដើមឬក៏យើងគិតថាអ្នកដែលគ្រប់គ្រងហ្នឹងទំនងដូចជាឆ្លងកាត់5ឆ្នាំកន្លងទៅហ្នឹងគឺអត់ទៅណាទេគាត់វិលត្រឡប់មករកផ្ទះចាស់របស់គាត់វិញនេះជាសញ្ញាមួយដែលបានបង្ហាញប្រាប់ថាការខំប្រឹងប្រែងរបស់គណៈបកកណ្ដាលអំណាចនៅក្នុងរយៈពេល5ឆ្នាំកន្លងមកនេះគឺมันអាចទាញអ្នកគ្រប់គ្រងរបស់គណៈបកភ្លើងទៀនឬក៏គណៈបកសំរងស៊ីពីដើមនឹងឲ្យចូលមករួបរวมជាមួយនឹងគណៈបកកណ្ដាលអំណាចវិញបានទេនេះតាមអ្វីដែលយើងមើលឃើញសញ្ញានៃឬក៏សច្ចនាករនៃការលទ្ធផលនៃការបោះឆ្នោតឆ្នាំ2022កន្លងទៅបាទអញ្ចឹងនៅក្នុងទស្សនវិជ្ជានេះគឺប្រសិនបើគណៈបកភ្លើងទៀននៅមានគេហៅថាមានលំហនយោបាយអាចនឹងធ្វើនយោបាយបានដោយស្រួលតទៅទៀតយើងក៏មិនទាន់បានគិតថាតើភ្លើងទៀននឹងអាចរីកទៅដល់កម្លាំងបានប៉ុណ្ណាទៀតអានេះវាជារឿងមួយដែលខ្ញុំគិតថាស្ថិតនៅក្នុងខ្សែភ្នែករបស់រដ្ឋាភិបាលហើយខ្ញុំជឿថារដ្ឋាភិបាលគាត់មានចារកម្មរបស់គាត់ស៊ីជម្រៅហើយចារកម្មរបស់គាត់ហ្នឹងក៏មានការវឹកវើនៃត្រឹមត្រូវដែរខ្ញុំគិតថាចង់មិនចង់ខ្ញុំហ៊ានអះអាងថាគាត់មិនដល់ទៅថ្នាក់ថាមិនដឹងរឿងអីសោះទេបាទអញ្ចឹងជួនកាលពេលខ្លះការគៀបសង្កត់កាយបែបហ្នឹងវាជាសញ្ញាមួយដែលបង្ហាញថាអាចនឹងគាត់មិនតន់ទុកចិត្តខ្លួនឯងអញ្ចឹងដើម្បីឲ្យរត់ប៉ុណ្ណឹងបានវាទៅទាញអ្នកមួយឲ្យមកក្រោយសិនហើយគាត់រត់ទៅមុនអញ្ចឹងទៅបាននេះជាការមើលឃើញរបស់ខ្ញុំរីឯសំណួរសួរថាតើអាចនឹងមានការរំលាយភ្លើងទៀនដោយកាលដែលចំនួនអតីតគណៈបកសង្គ្រោះជាតិនោះគឺក្នុងដំណាក់កាលដឹងហើយយើងថាការរំលាយសង្គ្រោះជាតិវា1-0រួចទៅហើយបាទអានឹងយើងថាវាជាផ្លូវច្បាប់ចុះប៉ុន្តែបើសិនជាមានការឈានទៅរកការរំលាយភ្លើងទៀននៅក្នុងពេលនេះទៀតវាអាចបូកមួយនឹងមួយវាអាច2អញ្ចឹងវាមានការពិបាកបន្តិចសម្រាប់រដ្ឋាភិបាលនៅក្នុងការអះអាងឬក៏យកទស្សនវិជ្ជាផ្លូវច្បាប់យកមកលើកឡើងនេះបើសិនជាមានការរំលាយភ្លើងទៀននៅលើកនេះទៀតណាបាទហើយបើនិយាយអំពីរឿងខាតឬចំណេញនោះខ្ញុំមើលឃើញថាប្រសិនបើរដ្ឋាភិបាលរំលាយគណៈបកភ្លើងទៀននៅមុនពេលបោះឆ្នោតឆ្នាំ2023វានឹងអាចមានការប៉ះពាល់ធ្ងន់ទៅលើយើងហៅទៅលើភាពស្របច្បាប់នៃលទ្ធផលនៃការបោះឆ្នោតនៅក្នុងឆ្នាំ2023ផងដែរបាទអញ្ចឹងនៅក្នុងនោះគឺវាជាការលំបាកមួយដែលខ្ញុំមើលទៅសម្រាប់គណៈបកកណ្ដាលអំណាចនឹងក្នុងការគ្រប់គ្រងស្ថានភាពនយោបាយបច្ចុប្បន្ននេះគឺទី1ប្រសិនបើលំហនយោបាយរបស់គណៈបកភ្លើងទៀននឹងមានដំណើរការទៅរលូននោះពីមានការពិបាកក្នុងការប៉ាន់ប្រមាណថាតើភ្លើងទៀននឹងអាចស្ទុះបានចម្ងាយណាទៀតបាទតើអាចនឹងឈានទៅរកការមានលោកបណ្ឌិតមានប្រសាសន៍មុននេះថា
លោកបណ្ឌិតមានប្រសាសន៍មុននេះថាប្រសិនបើមានការរំលាយអីចឹងទៅអាចប៉ះពាល់ទៅដល់ភាពស្របច្បាប់នៃការបោះឆ្នោតអីជាដើមថាតើបើសិនជានៅបន្តធ្វើទុកបុកម្នេញហើយឈានដល់ការរំលាយអីបែបនេះការបោះឆ្នោតនឹងដំថាលោកបណ្ឌិតថាមានភាពប៉ះពាល់អីចឹងទៅតើវាអាចប៉ះពាល់ទៅដល់ការផ្ទេរអំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនឬក៏ការកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបែបណាដែរបាទខ្ញុំគិតថារឿងនេះវាជារឿងពីរដាច់ដោយឡែកពីគ្នាគឺសម្រាប់គណៈបកកាន់អំណាចខ្ញុំដឹងថាអ្វីដែលកំពុងធ្វើឡើងគឺដើម្បីការពារគណៈបកទាំងមូលជាជាងការគិតអំពីការផ្ទេរអំណាចបាននៅក្នុងពេលនេះហើយខ្ញុំគិតថាបើសិនបើគណៈបកកាន់អំណាចក៏គិតទាំងធ្វើការទប់ទល់ជាមួយនឹងគណៈបកភ្លើងទៀនផងហើយនឹងទប់ទល់ជាមួយនឹងការផ្លាស់ប្ដូរនៅក្នុងផ្ទៃក្នុងនឹងលឿនពេកខ្ញុំគិតថាគណៈបកកណ្ដាលគាត់នឹងប្រឈមនឹងការលំបាកច្រើននៅក្នុងពេលខាងមុខអញ្ចឹងអ្វីដែលខ្ញុំមើលឃើញអានេះបើយើងនិយាយខ្ញុំមិននិយាយពីរឿងសត្រូវមែនទេណាប៉ុន្តែគេថាគូប្រកួតចម្រើគូប្រកួតចោះគឺគូប្រកួតរួមចាប់ពីពេលនេះទៅឆ្នាំ2023នេះសម្រាប់គណៈបកកណ្ដាលគឺមិនមែនការផ្ទេរទេខ្ញុំមើលទៅគឺជាការធ្វើម៉េចដើម្បីយកព្រៀបទៅលើគូបដិបករបស់ខ្លួននៅក្នុងដំណើរការនយោបាយហ្នឹងហើយបាទហើយកាលពីមុនបានជាខ្ញុំនិយាយថាប្រសិនបើមានការទម្លាយភ្លើងទៀនមែននៅក្នុងមុនឆ្នាំ2023វាខុសគ្នាកាលពីឆ្នាំ2018នៅត្រង់ថាកាលនោះមានគណៈបកផ្សេងដែលមានឥទ្ធិពលខ្លះនៅក្នុងដំណើរការនៃពហុបកក៏ប៉ុន្តែនៅពេលនេះយើងឃើញថាបកតូចទាំងអស់ភាគច្រើនគឺហាក់ដូចជាគេថាបើស្ទើរតែលែងតដមិនអាចនឹងរកសម្លេងបានទេបាទអញ្ចឹងវានៅសល់តែភ្លើងទៀនមួយទេអញ្ចឹងបើសិនជាភ្លើងទៀនបានត្រូវរំលាយនោះបានន័យថាគណៈបកកណ្ដាលនេះគឺគាត់នៅតែម្នាក់ឯងទេបាទអញ្ចឹងសំណួរសួរថាបើនៅម្នាក់ឯងតើធ្វើម៉េចដើម្បីឲ្យវាត្រូវជាមួយនឹងរដ្ឋធម្មនុញ្ញដែលចែងថាជារដ្ឋាភិបាលពហុបកនោះបាទអញ្ចឹងនៅក្នុងលំដាប់ចង់និយាយថាបើថយក្រោយហើយបើកផ្លូវឲ្យគណៈបកភ្លើងទៀនមានដំណើរការទៅស្រួលតើមានរឿងអីកើតឡើងនៅក្នុងពេលបោះឆ្នោត2023ក៏ប៉ុន្តែបើសិនជាទៅមុខហើយរំលាយភ្លើងទៀនតើធ្វើម៉េចដើម្បីឲ្យមានភាពស្របច្បាប់សម្រាប់រដ្ឋាភិបាលនៅក្រោយឆ្នាំ2023បាទលោកមនិតដោយសារតែពេលវេលាខ្លីយើងនឹងបញ្ចប់នៅម៉ោង 8:30 នាទីបន្តិចទៀតនេះសំណួរចុងក្រោយរបស់ខ្ញុំថាតើប្រសិនបើគណៈបកភ្លើងទៀនមិនឈានដល់ការរំលាយប៉ុន្តែប្រឈមដល់ការធ្វើទុកបុកម្នេញធ្វើឲ្យប៉ះពាល់ទៅដល់ថ្នាក់ដឹកនាំសំខាន់របស់គណៈបកភ្លើងទៀនតើគណៈបកភ្លើងទៀនគួរប្រកាន់ជំហរបែបណាដែរគួរតែបន្តចូលរួមការបោះឆ្នោតនឹងបន្តទៀតឬក៏មិនចូលរួមហើយបើថាចូលរួមចំណេញអីខ្លះដែរបាទខ្ញុំគិតថាបើប្រសិនបើយើងមើលពីបទពិសោធន៍កន្លងមកហើយនៅពេលដែលមានការធ្វើទុកបុកម្នេញដល់ក្បាលម៉ាស៊ីនពិសេសខ្ញុំសង្កេតមើលការបទពិសោធន៍នៅក្នុងគណៈបកសង្គ្រោះជាតិណានៅពេលដែលមានការធ្វើទុកបុកម្នេញក្បាលម៉ាស៊ីនសង្គ្រោះជាតិយើងឃើញថាប្រព័ន្ធគ្រប់គ្រងរបស់គណៈបកតាំងពីលើរហូតដល់ក្រោមនឹងគឺស្ថិតនៅក្នុងឋានភាពមួយគឺភ័យខ្លាចហើយពេលនោះក៏យើងឃើញថាមានយន្តការមួយចំនួនដែលបង្កឲ្យមានពួកគាត់មានការភ័យខ្លាចនៅក្នុងមូលដ្ឋានផងដែរបាទអញ្ចឹងនៅក្នុងស្ថានភាពដែលយើងឃើញសប្តាហ៍ថ្ងៃនេះគឺភាពរង្គោះរង្គើនេះគឺមាននៅក្បាលម៉ាស៊ីនរបស់គណៈបកភ្លើងទៀនបាទអញ្ចឹងរឿងដែលសំខាន់នោះថាតើនៅក្នុងពេលដែលមានការរង្គោះរង្គើនៅក្បាលម៉ាស៊ីនខាងលើតើគណៈបកភ្លើងទៀនមានយុទ្ធសាស្ត្រអីខ្លះដើម្បីធ្វើការពង្រឹងជើងក្រោមឲ្យនៅនឹងហើយទុកឲ្យថ្នាក់ដឹកនាំខាងលើនឹងត្រូវដោះស្រាយប្រឈមនឹងបញ្ហាជាមួយនឹងរដ្ឋាភិបាលទៅហើយខាងក្រោមគឺពង្រឹងអានេះជាការមើលឃើញរបស់ខ្ញុំប៉ុន្តែពីមុនមកយើងឃើញថាពេលដែលមានបញ្ហានៅខាងលើអរគុណលោកបណ្ឌិតបាទដោយសារតែពេលវេលាពីលើទៅដល់ក្រោមបាទអរគុណលោកបណ្ឌិតដោយសារតែពេលវេលាខ្លីចប់បាត់ហើយបាទសូមអរគុណណាស់លោកបណ្ឌិតដែលបានចូលរួមនៅរាត្រីនេះសូមជម្រាបលាលោកបណ្ឌិតត្រឹមប៉ុណ្ណេះបាទសូមអរគុណបាទលោកនាងជាទីមេត្រីយើងនៅមានព័ត៌មានសំខាន់មួយចំនួនទៀតក្នុងនោះគឺថាព័ត៌មានទាក់ទងនឹងមន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្មម្នាក់ទៀតជាប់ពាក់ព័ន្ធទៅនឹងការលួចនាំចូលស្វាក្តាមទៅកាន់សហរដ្ឋអាមេរិកដោយខុសច្បាប់ជាដើមបាទយើងនៅមានព័ត៌មាននេះនៅកម្មវិធីផ្សាយនៅព្រឹកស្អែកបាទសូមលោកនាងរងចាំទស្សនាព័ត៌មានសំខាន់ជាច្រើនទៀតបាទ
បាទកម្មវិធីផ្សាយរយៈពេល1ម៉ោងរបស់យើងបានមកដល់ទីបញ្ចប់ហើយខ្ញុំបាទសូមអរគុណចំពោះភាគក្តីភាពរបស់លោកនាងដែលបានតាមដានការផ្សាយរបស់យើងតាំងពីដើមមកដល់ទីបញ្ចប់បាទសូមជូនពរលោកនាងជួបប្រកបតែនឹងសេចក្តីសុខចម្រើនរុងរឿងកុំបីឃ្លៀងឃ្លាតឡើយខ្ញុំបាទថាថៃរួមនឹងក្រុមការងាររបស់ខ្ញុំបាទសូមអរគុណនិងសូមជម្រាបលារាត្រីសួស្តី